បកគលដែលមានសមត្ថភាពខ្ពស់ក្នុងការបដោតទៅលើកិច្ចការអ្វីមួយច្រើនជោគជ័យលឿនជាងធម្មតារាល់ការងារទាំងឡាយកណាយើងធ្វើកិច្ចការអីមួយគិតច្រើនបែកសាច់បែកឆ្វេងពីមួយទៅមួយយើងអាចបញ្ចប់កិច្ចការនោះដោយគុណភាពនោះទេប៉ុន្តែប្រសិនបើយើងមានសមត្ថភាពបដោតត្រឹម10នាទី15ឬក៏20នាទីទៅលើកិច្ចការដែលយើងកំពុងធ្វើមានន័យថាយើងបានប្រើសមត្ថភាពខ្ពស់ក្នុងការបញ្ចប់កិច្ចការនេះប្រកបដោយគុណភាពនៅក្នុងពុទ្ធសាសនាពាក្យបដោតជាពាក្យបច្ចេកទេសលោកហៅថាឯកកតារម្មណ៍អារម្មណ៍តែមួយបដោតទៅលើកិច្ចការដែលខ្លួនកំពុងធ្វើនៅក្នុងវីដេអូនេះខ្ញុំនឹងលើកវិធីសាស្ត្រឬក៏ចំណុច5យ៉ាងដើម្បីពង្រីកអានុភាពនៃការបដោតឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងការបំពេញកិច្ចការផ្សេងៗឬមួយនៅក្នុងការធ្វើកិច្ចការផ្សេងៗហើយសូមឲ្យបងប្អូនផ្ដល់ឱកាសឲ្យខ្លួនឯងស្ដាប់ពីទី1រហូតដល់ចប់ដើម្បីការជាប្រយោជន៍យកទៅប្រើក្នុងការបំពេញកិច្ចការផ្សេងៗបងប្អូនដែលកំពុងតែនៅរៀនសូត្រក៏ដូចគ្នាបើសិនបើយើងមានសមត្ថភាពក្នុងការបដោតទៅលើកិច្ចការដែលយើងកំពុងធ្វើជាមួយសាលាមានន័យថាយើងអាចនឹងក្លាយជាសិស្សខ្លាំងអាចនឹងក្លាយជាសិស្សពូកែទៅថ្ងៃអនាគតបានហើយអ្វីដ៏សំខាន់ទៀតសម្រាប់បងប្អូនដែលកំពុងតែបម្រើការនៅតាមបណ្ដាអង្គភាពផ្សេងៗក៏សំខាន់ខ្លាំងមែនទែនពីព្រោះនៅពេលដែលយើងមានសមត្ថភាពបដោតទៅលើកិច្ចការដែលយើងកំពុងធ្វើមានន័យថាជួនកាលការងារដែលយើងត្រូវធ្វើ2ម៉ោងណានៅពេលដែលយើងបដោតពេញលេញខ្លាំងមែនទែនយើងអាចចំណាយពេលវេលាត្រឹមតែ40ទៅ60នាទីយើងអាចបញ្ចប់កិច្ចការនឹងបានម្ល៉េះហើយនៅក្នុងខ្សែវីដេអូនេះខ្ញុំលើកត្រឹមតែ5ចំណុចដើម្បីជួយដល់បងប្អូនក្នុងការបណ្ដោះនៅអានុភាពនៃការបដោតក្នុងការបណ្ដោះនៅអំណាចនៃការបដោតឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតទី1រៀនមានវិន័យជាមួយខ្លួនឯងការដែលរស់នៅជាមួយវិន័យគឺជារឿងលំបាកខ្លាំងមែនទែនប៉ុន្តែនៅពេលដែលយើងមានសមត្ថភាពក្នុងការរស់នៅជាមួយវិន័យដែលខ្លួនឯងមានន័យថាយើងមានសមត្ថភាពដ៏ខ្ពង់ខ្ពស់ក្នុងការគ្រប់គ្រងនៅចិត្តនិងក្នុងការគ្រប់គ្រងនៅការងាររបស់យើងអញ្ចឹងនៅក្នុងវិន័យនេះខ្ញុំសូមបែងចែកចេញជាពីរទី1វិន័យជាមួយផ្លូវចិត្តវិន័យជាមួយការគិតចិត្តរបស់យើងកាលណាយើងគិតសាំញ៉ាំរញ៉េរញ៉ៃច្រើនដោយមិនមានស្ដាប់ធ្នាប់ដោយមិនមានវិន័យវាធ្វើឲ្យយើងអត់មានសក្តានុពលក្នុងការបំពេញកិច្ចការដោយគុណភាពនោះទេពីព្រោះនៅពេលដែលយើងគិតច្រើនបែងចែកច្រើនដោយមិនមានសណ្ដាប់ធ្នាប់មានន័យថារឿងស្អីក៏យើងគិតរឿងស្អីក៏យើងគិតរឿងណាមិនគួរគិតក៏គិតរឿងណាដែលគួរគិតហើយយកមកបញ្ចូលគ្នាទៅវាធ្វើឲ្យរញ៉េរញ៉ៃម្ល៉េះហើយបានទី1ដំបូងហ្នឹងគឺឲ្យយើងរៀនមានវិន័យជាមួយការគិតរបស់យើងរៀនមានវិន័យជាមួយការធ្វើកិច្ចការរបស់យើងអញ្ចឹងនៅក្នុងទី1ហ្នឹងនៅក្នុងវិន័យហ្នឹងទី2គឺមានវិន័យជាមួយកិច្ចការរបស់យើងដោយព្រះសម្មាសម្ពុទ្ធសម្ដែងថាការងារទាំងឡាយណាដែលមិនចវកចវល់ជាមង្គលដល់ដំអញ្ចឹងនៅពេលដែលយើងធ្វើកិច្ចការងារត្រូវបញ្ចប់ថ្ងៃហ្នឹងយើងអត់បញ្ចប់ទេយើងទុកគោរហូតដល់សប្តាហ៍ក្រោយរហូតដល់ថ្ងៃក្រោយដល់ពេលយើងយកមកធ្វើទៅវាលោកឡំវាលាយគ្នារញ៉េរញ៉ៃប៉ុន្តែហើយយើងគ្រាន់តែឃើញការងាររៀងញ៉ៃញ៉ៃក៏មានអារម្មណ៍ថាឈឺក្បាលដែរអញ្ចឹងនៅពេលដែលយើងរៀបចំទុកដាក់ការងារឲ្យមានសណ្ដាប់ធ្នាប់ឲ្យមានវិន័យវាធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការបញ្ចប់កិច្ចការនឹងដោយគុណភាពមែនទែនទេមិនត្រឹមតែវិន័យជាមួយផ្លូវចិត្តនិងការងារនោះទេសូម្បីតែកិច្ចការផ្សេងៗឬមួយរបស់របរទាំងឡាយដែលយើងដាក់វាអត់មានសណ្ដាប់ធ្នាប់អត់នៅកន្លែងដែលវាត្រូវនៅគឺវាធ្វើឲ្យយើងរញ៉េរញ៉ៃដូចគ្នាដែរនៅក្នុងសិភៅស្រីអតវទេសលោកបានលើកឡើងថាវិន័យនាំឲ្យមានសេចក្តីថ្លៃថ្នូរបាទអញ្ចឹងនៅពេលដែលយើងមានវិន័យជាមួយការគិតរបស់យើងក្តីមានវិន័យជាមួយកិច្ចការរបស់យើងក្តីវាធ្វើឲ្យយើងបង្កើននូវគុណតម្លៃធ្វើឲ្យយើងជាមនុស្សមើលទៅមានគុណភាពហើយជាមនុស្សមើលទៅថ្លៃថ្នូរគួរឲ្យគោរពខ្លាំងមែនទែនទី2ព្យាយាមភាសាបច្ចេកទេសក្នុងភាសាបាលីថាវិរិយៈព្យាយាមកន្លែងនេះពិតជាមានសារៈសំខាន់ខ្លាំងមែនទែនមិនមានន័យថាយើងធ្វើម្ដងហើយមិនជោគជ័យយើងបោះបង់ចោលយើងគិតថាកិច្ចការនេះមិនអាចទៅរួចនោះទេនៅកន្លែងនេះបុរាណបានលើកឡើងថាវិរិយៈមានន័យថាព្យាយាមដោយមិនបោះបង់រាល់កិច្ចការដែលយើងធ្វើទោះបីជួបប្រទះការលំបាកបន្តិចបន្តួចក៏យើងមិនត្អូញត្អែពេលខ្លះយើងត្អូញត្អែថាក្តៅពេកឬមួយថ្ងៃនេះភ្លៀងយើងមិនអាចធ្វើកិច្ចការនឹងបានទេអញ្ចឹងមានន័យថាយើងអត់ទាន់បានព្យាយាមពេញលេញនោះទេសេចក្តីព្យាយាមកន្លែងនេះពិតជាមានសារៈសំខាន់ខ្លាំងមែនទែន
មានន័យថាគេយើងធ្វើវាម្ដងហើយម្ដងទៀតរហូតដល់ឃើញលទ្ធផលកើតឡើងបានហើយបើខ្ញុំឧទាហរណ៍មួយជឿថាបងប្អូនអាចមានបទពិសោធន៍គ្រប់គ្នានៅក្នុងដំណើរជីវិតជិះកង់សម្រាប់អ្នកដែលចេះជិះកង់ហើយគិតថាភាគច្រើនហ្មងពេលដែលយើងរៀនជិះកង់លើកទី1ដួលលើកទី2ដួលហើយយើងដួលម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតយើងអត់បោះបង់ចោលទេគឺយើងដឹងថាធ្វើម៉េចយើងត្រូវតែជិះវាបានទោះបីជាដួលដាច់ដៃដាច់ជើងក្លិតដៃក្លិតជើងប៉ុន្តែយើងអត់បោះបង់ចោលទេកន្លែងហ្នឹងឲ្យឈ្មោះថាព្យាយាមដោយមិនដាក់ចោះនៅកិច្ចការទាំងឡាយដែលកំពុងធ្វើការងារទាំងឡាយបើសិនវាឆ្លងកាន់ការលំបាកខ្លះវាធ្វើឲ្យយើងយល់ពីគុណតម្លៃកាន់តែប្រសើរបើកិច្ចការទាំងឡាយដែលកើតឡើងស្រួលខ្លាំងពេកវាធ្វើឲ្យយើងអត់យល់ពីគុណតម្លៃនៃផលសម្រេចបានទេម្ល៉េះហើយបានចំណុចទី2នេះវាពិតជាមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់បងប្អូនដែលកំពុងតែសិក្សាដូចគ្នាដែរបើសិនបើចង់បានលទ្ធផលល្អបន្ទាល់ល្អមិនតើចិត្តដល់ថ្ងៃប្រឡងហើយបានយើងខិតខំមួយថ្ងៃពីរថ្ងៃហ្នឹងឯងអត់មែនមានន័យអញ្ចឹងទេមានន័យថាខំព្យាយាមជារៀងរាល់ថ្ងៃបន្តិចម្ដងរហូតដល់ថ្ងៃប្រឡងគឺយើងផ្ដល់ឱកាសឲ្យខ្លួនឯងបន្ថែមទៀតធ្វើការស្រាវជ្រាវរំលឹកមេរៀនដែលយើងបានរៀនអញ្ចឹងនៅក្នុងចំណុចទី2នេះការមិនបោះបង់ចោលគឺជាវិធីរបស់អ្នកប្រាជ្ញទាំងឡាយការមិនបោះបង់គឺជាវិធីរបស់អ្នកជោគជ័យទាំងឡាយយើងធ្លាប់ឮសុភាសិតមួយគេថាអ្នកឈ្នះមិនដែលបោះបង់អ្នកបោះបង់មិនដែលឈ្នះអញ្ចឹងមានន័យថាកិច្ចការទាំងឡាយដែលយើងធ្វើបើសិនបើយើងបោះបង់យើងអាចជោគជ័យជាមួយអ្វីដែលយើងកំពុងធ្វើបានទេហើយការដែលព្យាយាមផ្ដល់ឱកាសឲ្យខ្លួនឯងធ្វើវាម្ដងហើយម្ដងទៀតមានន័យថាយើងនឹងស្គាល់វាកាន់តែច្រើនទៅលើកទី1យើងធ្វើអត់បានលើកទី2ប្រហែលយើងស្គាល់អំពីផ្លូវនឹងកាន់តែខ្លាំងទៀតហើយបើលើកទី3កាន់តែស្គាល់អំពីវិធីដែលយើងកំពុងធ្វើកាន់តែខ្លាំងថែមទៀតទី3សតិរាល់កិច្ចការទាំងឡាយដែលយើងធ្វើគួរតែប្រកបដោយសតិនៅកន្លែងនេះមានន័យថាការគិតការត្រិះរិះពិចារណាដ៏ត្រឹមត្រូវកិច្ចការដែលយើងកំពុងធ្វើហ្នឹងវាកើតជាប្រយោជន៍ដល់ខ្លួនឯងគ្រួសារយើងប៉ុន្តែមានផលប៉ះពាល់ដល់មនុស្សជុំវិញខ្លួនអត់សតិកន្លែងនេះហាក់ដូចជាកាមេរ៉ាឬមួយហាក់ដូចជាអង្គរៈចាំរំលឹកយើងអញ្ចឹងជួនកាលយើងកំពុងតែធ្វើកិច្ចការសេចក្តីខ្ជិលកើតឡើងបន្តិចយើងចង់បោះបង់ចោលយើងក៏បានរំលឹកទៅលើគោលដៅដំបូងដែលយើងធ្វើសួរថាហេតុអីបានយើងត្រូវចាប់ផ្ដើមធ្វើកិច្ចការហ្នឹងហេតុអីបានកិច្ចការហ្នឹងវាមានសារៈសំខាន់សម្រាប់យើងក្រុមគ្រួសារយើងនិងសង្គមរបស់យើងអញ្ចឹងត្រឡប់មកវិញសតិហ្នឹងប្រៀបដូចជាកាមេរ៉ាប្រៀបដូចជាអង្គរៈចាំរំលឹកយើងចាំណែនាំយើងចាំដាស់តឿនយើងតាមផ្លូវម្ល៉េះហើយទី3នេះពិតជាមានសារៈសំខាន់ខ្លាំងមែនទែនទៅណាបណ្ណាធ្វើកិច្ចការទាំងឡាយប្រកបដោយសតិមានន័យថាយើងនឹងកម្របោះបង់ចោលហើយកម្រធ្វើអីប្រកបដោយភាពឆេះឆាវណាស់ពីព្រោះមនុស្សដែលមានសតិមានស្មារតីរលឹកជារឿយជានិច្ចហ្នឹងលោកឲ្យឈ្មោះថាអ្នកប្រាជ្ញការរស់នៅមិនបង្កើតផលប៉ះពាល់ផលអាក្រក់ដល់មនុស្សជុំវិញខ្លួនដល់ក្រុមគ្រួសារហើយក៏មិនបង្កើតផលបាបឬក៏អំពើបាបណាមួយដល់ខ្លួនឯងនិងមនុស្សជុំវិញខ្លួនផងដែរពីព្រោះមុននឹងចាប់ផ្ដើមគិតអីធ្វើអីគឺសតិនឹងបានប្រាប់ថារឿងណាគួរធ្វើរឿងណាមិនគួរធ្វើរឿងណាគួរចំណាយពេលវេលាជាមួយរឿងណាមិនគួរចំណាយពេលវេលាជាមួយម្ល៉េះហើយសតិនេះម្ដងទៀតណាប្រៀបដូចជាអង្គរៈឬមួយប្រៀបដូចជាកាមេរ៉ាសុវត្ថិភាពចាំជួយតាមដានយើងអញ្ចឹងហើយក្នុងការបណ្ដុះសតិគឺតាមរយៈសមាធិតាមរយៈ mindfulness នេះគឺជួយបណ្ដុះសតិច្រើនមែនតើទី4វិមង្សៈមានន័យថាការវាយតម្លៃឬក៏ឆ្លុះបញ្ចាំងអញ្ចឹងរាល់កិច្ចការដែលយើងកំពុងធ្វើបើសិនបើយើងព្យាយាមម្ដងហើយអត់ជោគជ័យលើកទី2មិនជោគជ័យទៀតយើងគួរតែបន្តធ្វើកិច្ចការហ្នឹងតាមវិធីហ្នឹងតាមផ្លូវហ្នឹងទៀតឬមួយយើងគួរតែឆ្លុះបញ្ចាំងថាវិធីហ្នឹងអត់គួរធ្វើទេចំណាយលុយច្រើនធនធានច្រើនពេលវេលាច្រើនប៉ុន្តែអត់បានជោគជ័យទេអញ្ចឹងយើងគួរតែកែរបៀបនៃការធ្វើរបស់យើងបន្តិចឬមួយគួរតែកែរបៀបនៃការគិតរបស់យើងបន្តិចអញ្ចឹងមានន័យថាពេលខ្លះយើងប្រឹងប្រែងយើងព្យាយាមអស់ផលិតភាពមែនប៉ុន្តែផលដែលសម្រេចបានផលដែលទទួលបានហ្នឹងมันឆ្លើយតបទៅនឹងការប្រឹងប្រែងมันឆ្លើយតបទៅនឹងពេលវេលានិងថវិកាដែលយើងបានចំណាយម្ល៉េះហើយចំណុចទី4នេះគឺផ្ដល់ឱកាសឲ្យយើងធ្វើការឆ្លុះបញ្ចាំងផ្ដល់ឱកាសឲ្យយើងធ្វើការវាយតម្លៃទៅលើគម្រោងទៅលើកិច្ចការទាំងឡាយដែលយើងកំពុងធ្វើបើសិនបើយើងអត់មានឱកាសក្នុងការធ្វើការវាយតម្លៃ
ឬក៏ធ្វើការឆ្លោះបញ្ចាំងទេយើងអត់ដឹងថាកិច្ចការរបស់យើងដល់ណាហើយសម្រេចបានប្រមាណភាគរយនោះទេម្ល៉េះចំណុចទី4នេះមានន័យថាជាពេលវេលាមួយសម្រាប់យើងនិងក្រុមការងាររបស់យើងក្នុងការធ្វើការឆ្លោះបញ្ចាំងសម្រាប់យើងនិងក្រុមការងាររបស់យើងធ្វើការវាតម្លៃថាឥឡូវនេះយើងនៅកន្លែងណាហើយយើងចង់ដើរទៅណាដើម្បីដើរទៅកន្លែងហ្នឹងបានវិធីដែលយើងកំពុងធ្វើហ្នឹងវាជោគជ័យទេឬមួយយើងគួរតែបដូរការគិតឬក៏បដូរសកម្មភាពដែលយើងកំពុងធ្វើបន្តិចទី5គុណធម៌ឬក៏ផលសម្រេចបានអំពីកិច្ចការទាំងឡាយដែលយើងធ្វើភាសាបាលីថាជាយៈនៅកន្លែងនេះផលដែលយើងសម្រេចបានមានន័យថាភាពជោគជ័យឬមួយក៏សមិទ្ធផលទាំងឡាយដែលសម្រេចបានដែលវាមិនមានផលប៉ះពាល់អាក្រក់ដល់ក្រុមគ្រួសារយើងនិងដល់មនុស្សជុំវិញខ្លួនយើងហើយទី5ហ្នឹងគឺជាគុណធម៌ឬក៏ផលសម្រេចបានអំពីការប្រឹងប្រែងរបស់យើងនិងក្រុមការងាររបស់យើងមកហើយបើយើងគិតពីលើទី1មកវិញទី5នេះបើនៅក្នុងព្រះពុទ្ធសាសនាលើកឡើងអំពីសមថៈឬក៏សមាធិសមថៈគឺជាហេតុទាំងឡាយដែលយើងកំពុងធ្វើហើយសមាធិគឺជាផលដែលកើតចេញអំពីការបដិបត្តិនៅសមថៈម្ល៉េះហើយចំណុចទី5នេះឲ្យឈ្មោះថាគុណធម៌ឬក៏ផលសម្រេចបានមានន័យថាយើងបានប្រឹងប្រែងតាំងពីទី1រហូតមកហើយនៅពេលដែលយើងប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្តធ្វើកិច្ចការដែលយើងកំពុងធ្វើនឹងហើយអញ្ចឹងដល់ទី5នេះផលដែលសម្រេចបានក៏យើងត្រូវយកមកមើលផលរបស់យើងសម្រេចបានធនធានដែលយើងទទួលបានឬក៏សម្រេចបានហ្នឹងវាប្រកបដោយគុណធម៌ឬមួយក៏បានបង្កើតផលប៉ះពាល់ទៅដល់អ្នកដទៃហើយអ្វីដែលសំខាន់នៅក្នុងចំណុចទី5ទៀតយើងទទួលបានផលហើយយើងសម្រេចហើយធនធានដែលយើងចំណាយធនធានដែលយើងប្រើការពីមុនហ្នឹងត្រូវតែចេះរក្សាទុកដាក់ឲ្យបានត្រឹមត្រូវកាលណាយើងអត់រក្សាទុកដាក់របៀបអត់រក្សាទុកដាក់ធនធានដែលយើងបានធ្វើឲ្យបានត្រឹមត្រូវទេនៅពេលដែលយើងចង់ធ្វើកិច្ចការនឹងម្ដងទៀតយើងត្រូវចំណាយលុយចាត់ចែងរៀបចំម្ដងទៀតហើយម្ល៉េះហើយមានន័យថារៀនស្គាល់ផ្លូវរៀនរៀបចំផ្លូវជាប្រវត្តិសាស្ត្ររៀនរក្សាទុកដាក់សម្ភារៈឬក៏ធនធានទាំងឡាយដែលយើងបានប្រើតាំងពីដែលយើងចាប់ផ្ដើមរហូតដល់បញ្ចប់គម្រោងរបស់យើងអញ្ចឹងជាការរំលឹកម្ដងទៀតឲ្យបងប្អូនចាំទាំងអស់គ្នាទី1រៀនមានវិន័យជាមួយខ្លួនឯងទី2ព្យាយាមវិរិយៈទី3បណ្ដោះនៅសតិជាប្រចាំទី4វិមង្សៈការឆ្លោះបញ្ចាំងឬក៏វាតម្លៃទី5គុណធម៌គឺផលទាំងឡាយដែលសម្រេចបានអំពីកិច្ចការប្រឹងប្រែងរបស់យើងសង្ឃឹមថាវីដេអូនេះនឹងកើតជាប្រយោជន៍ដល់បងប្អូនដែលកំពុងតាមដានស្ដាប់ខ្ញុំជឿជាក់ថានៅពេលដែលយើងអនុវត្តវាកាន់តែច្រើនប៉ុណ្ណាវានឹងជួយឲ្យយើងកាន់តែប្រសើរប៉ុណ្ណឹងអរគុណច្រើនរបស់កញ្ចក់និពន្ធដោយ Yushi Norinoguchi ច្បាប់កញ្ចក់តទៅនេះគឺជាហេតុការណ៍ដែលបានកាត់ឡើងពិតប៉ុន្តែយើងបដូរឈ្មោះនិងអាជីពរបស់តួអង្គសម្ដែងនៅក្នុងរឿងនេះអេកុអាខិយ៉ាមៈជាស្ត្រីមេផ្ទះអាយុ41ឆ្នាំដែលមានរឿងខ្វល់ខ្វាយក្នុងចិត្តជាពន្លឹករឿងនោះគឺយូតាកូនប្រុសរបស់នាងដែលរៀននៅបឋមសិក្សាហើយកំពុងនឹងឡើងថ្នាក់ទី5ត្រូវមិត្តភ័ក្តិនៅសាលារៀនធ្វើបាបមិត្តភ័ក្តិទាំងនោះមិនបានប្រាអំពើហិង្សាអ្វីនោះទេគ្រាន់តែបញ្ចេញអាកប្បកិរិយាស្អប់ខ្ពើមនិងថាយូតាគឺជាមេបញ្ហាខ្ញុំមិនត្រូវបានមិត្តភ័ក្តិធ្វើបាបអីនោះទេយូតាប្រកែកយ៉ាងមើងម៉ាត់អេកូមានអារម្មណ៍ពើផ្សាក្នុងចិត្តគ្រប់ពេលដែលឃើញកូនប្រុសរបស់នាងនៅឯកាម្នាក់ឯងយូតាចូលចិត្តលេងបេសបលជាខ្លាំងប៉ុន្តែមិត្តភ័ក្តិទាំងអស់មិនព្រមបបួលយូតាទៅលេងជាមួយទេជារៀងរាល់ថ្ងៃក្រោយពេលចេញពីសាលារៀនគេតែងតែទៅលេងនៅក្នុងសួនសាធារណៈម្នាក់ឯងដោយគ្រាន់តែយកបេសបលចោលទៅលើជញ្ជាំងរបងសួនច្បារយូតាធ្លាប់លេងបេសបលជាមួយមិត្តភ័ក្តិកាលពី2ឆ្នាំមុនថ្ងៃមួយគណៈពេលដែលអេកុត្រឡប់មកពីផ្សារវិញនាងបានដើរកាត់សាលារៀនហើយឃើញយូតាកំពុងលេងបេសបលជាមួយមិត្តភ័ក្តិនៅក្នុងទីលានយូតាលេងមិនបានល្អ
ហើយត្រូវបានមិត្តភ័ក្តិទាំងអស់រោមស្ដីបន្ទោមិត្តភ័ក្តិនៅក្នុងក្រុមបន្ទោយុទ្ធៈសំលេងខ្លាំងៗដោយបន្ទុកមុខឯងលេងអន់ខ្លាំងណាស់ព្រោះតែឯងនឹងហើយតើពួកយើងចាញ់3បន្ទុកប្រសិនបើពួកយើងចាញ់គឺមកពីឯងនឹងហើយអេកូនឹកគិតនៅក្នុងចិត្តថាទោះបីយុទ្ធៈលេងកីឡាមិនពូកែដូចក្មេងដទៃតែគេក៏មានចិត្តសន្តោសប្រណីយុទ្ធៈក៏មានចំណុចល្អដែរអេកូនឹកខូចចិត្តជំនួយយុទ្ធៈដែលមិនមានមិត្តភ័ក្តិណាម្នាក់មើលឃើញនៅចំណុចល្អរបស់គេបន្តិចសោះនាងមិនអាចទទួលយកបាននៅពេលដែលឃើញកូនញញឹមហើយសុំទោសមិត្តភ័ក្តិទាំងពួកគេនិយាយពាក្យសម្ដីដាក់មិនពីរោះទាល់តែសោះនោះទេចាប់តាំងពីថ្ងៃនោះមកមិត្តភ័ក្តិទាំងអស់ក៏មិនបានបបួលយុទ្ធៈទៅលេង baseball ដូចពេលមុនទៀតឡើយឯងជាមនុស្សចង្រៃតើមាននរណាចង់លេងជាមួយឯងទៅមិត្តទាំងអស់និយាយទៅកាន់យុទ្ធៈកាត់ទុកក្នុងចិត្តជាខ្លាំងព្រោះមិនមានមិត្តណាម្នាក់បបួលទៅលេង baseball ហើយអេកូក៏ដឹងច្បាស់នៅបញ្ហាទាំងអស់នេះព្រោះនាងសង្កេតឃើញយុទ្ធៈត្រគួបោកបោកដាក់នាងជាញឹកញាប់ក៏ប៉ុន្តែយុទ្ធៈក៏មិនដែលប្រាប់អេកូថាគេអបសក់ឬពិបាកក្នុងចិត្តសូម្បីតែបន្តិចចំពោះអេកូវិញបញ្ហាដែលនាងពិបាកក្នុងចិត្តបំផុតនោះគឺកូនប្រុសរបស់នាងមិនព្រមនិយាយបញ្ហាជាមួយនាងខ្ញុំមិនបានកាត់អីទេម៉ាក់កូនប្រុសរបស់នាងនៅតែមាត់រឹងដូចដើមទោះបីជាអេកូព្យាយាមបង្រៀននៅរបៀបវិធីសេពគប់មិត្តភ័ក្តិដល់យុទ្ធៈយ៉ាងណាក្តីក៏គេបដិសេធគ្រប់ពេលពិតជារំខានមែនម៉ាក់នេះកុំមករញ៉េរញ៉ៃនឹងខ្ញុំបានទេឬនៅពេលដែលនាងបានស្នើទៅកូនប្រុសរបស់នាងថាដូរសាលារៀនល្អទេយុទ្ធៈផ្លាស់ប្ដូរទឹកមុខហើយនិយាយតបថាប្រសិនបើម៉ាក់ហ៊ានធ្វើបែបនោះមែនកូននឹងខឹងម៉ាក់ជារៀងរហូតចាំតែមើលចុះអេកូបានត្រឹមតែពិបាកចិត្តនឹកបន្តខ្លួនឯងថាជាមនុស្សមិនបានការដែលមិនអាចជួយកូនប្រុសខ្លួនបាននោះទេថ្ងៃមួយយុទ្ធៈក្រពុលមុខជាខ្លាំងពេលត្រឡប់មកផ្ទះវិញបន្ទាប់ពីបានចេញទៅលេង baseball នៅសួនសាធារណៈដូចសពមួយដងកាត់អីកូនប្រុសម្ដាយអេកូសួរអត់អីទេម៉ាក់យុទ្ធៈមិនព្រមនិយាយអ្វីប្រាប់ទាំងអស់មិនយូរប៉ុន្មានការពិតក៏ត្រូវបែកធ្លាយពេលអ្នកជិតខាងផ្ទះម្នាក់ដែលជិតស្និទ្ធនឹងគ្នាបានទូរស័ព្ទមករកអេកូនៅយប់នោះលោកស្រីអេកូយុទ្ធៈមាននិយាយអ្វីឲ្យស្ដាប់ខ្លះទេឬទេដូចជាអត់មានទេអូថ្ងៃនេះខ្ញុំបាននាំកូនខ្ញុំទៅជិះតង់នៅក្នុងសួនសាធារណៈហើយក៏បានឃើញយុទ្ធៈកំពុងលេង baseball ម្នាក់ឯងដូចសពមួយដងដែរភ្លាមនោះមានកូនក្មេងប្រហែលជាស្របកស្របាលគ្នាប្រមាណជា7ទៅ8នាក់ហើយដើរទៅរកយុទ្ធៈបន្ទាប់មកនិយាយជាមួយយុទ្ធៈថាពួកយើងកំពុងទៅលេងបាល់ទាត់ទៅសិនហើយវើយមិនត្រឹមតែប៉ុណ្ណោះក្មេងម្នាក់ទៀតបានគប់បាល់ដាក់យុទ្ធៈទៀតផងទើបយុទ្ធៈប្រញាប់ត្រឡប់មកផ្ទះវិញឲ្យខ្ញុំសុំទោសផងណាព្រោះពេលនោះខ្ញុំមិនដឹងថាត្រូវធ្វើដូចម្ដេចទើបល្អទេអេកូស្រឡាញ់កាំងបាត់មាត់បន្តិចមានរឿងដល់ថ្នាក់នឹងផងយុទ្ធៈមិនព្រមនិយាយអ្វីឲ្យខ្ញុំស្ដាប់បន្តិចសោះអេកូខូចចិត្តជាខ្លាំងដោយកូនរបស់នាងមិនព្រមបើកចំហបញ្ហាជាមួយនាងប៉ុន្តែនាងក៏មានអារម្មណ៍ចង់សាកសួរកូននៅពេលនោះដែរថ្ងៃបន្ទាប់មកអេកូក៏សម្រេចចិត្តខលទូរស័ព្ទទៅរកមនុស្សម្នាក់នោះគឺលោកយ៉ាងូជីគឺជាសិស្សច្បងប្តីរបស់នាងអេកូមិនដែលធ្លាប់បាននិយាយជាមួយលោកយ៉ាងូជីពីមុនមកទេស្វាមីរបស់នាងទើបតែបានឲ្យនេមកាតរបស់លោកយ៉ាងូជីទៅនាងកាលពីសប្តាហ៍មុនលោកយ៉ាងូជីគឺជាសិស្សច្បងនៅក្នុងសមាគមក្លឹបកីឡាខេនដូកាលពីនៅរៀនមធ្យមសិក្សាស្វាមីរបស់នាងមិនបានជួបជាមួយនឹងលោកយ៉ាងូជីជិត20ឆ្នាំហើយតែមុននេះបន្តិចស្វាមីរបស់នាងបានជួបគ្នាដោយចៃដន្យអ្នកទាំងពីរបានសំណេះសំណាលគ្នាជាច្រើនរឿងក្រោយពីមិនបានជួបគ្នាជាយូរអ្នកទាំងពីរនិយាយរហូតដល់ភ្លេចខ្លួនពួកគេសន្ទនាគ្នានៅក្នុងហាងកាហ្វេអស់រយៈពេល2ម៉ោងសប្តាហ៍ថ្ងៃលោកយ៉ាងូជីធ្វើការជាអ្នកផ្ដល់ប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងទូទៅស្វាមីរបស់នាងបាននិយាយប្រាប់ថាលោកយ៉ាងូជីគឺជាអ្នកជំនាញផ្នែកខាងចិត្តសាស្ត្រជាទីប្រឹក្សាដល់ក្រុមហ៊ុននានានិងមនុស្សទូទៅជាច្រើនខ្ញុំបាននិយាយរឿងរបស់យុទ្ធៈឲ្យលោកយ៉ាងូជីស្ដាប់ទើបបានជាគាត់ឲ្យណែមកាត់មកខ្ញុំហើយប្រាប់ថាប្រហែលជាគាត់អាចជួយបានស្វាមីរបស់អេកូបាននិយាយប្រាប់នាងនៅថ្ងៃនោះថាអូនសាក់ទូរស័ព្ទទៅសុំយោបល់ពីគាត់មើលបងបានប្រាប់រឿងនេះដល់គាត់ខ្លះហើយគាត់ព្រមទាំងបានឲ្យណែមកាតដល់បងទៀតផងរឿងអីដែលខ្ញុំត្រូវខលទៅនិយាយជាមួយមនុស្សដែលមិនស្គាល់គ្នានោះបងខលទៅនិយាយម្នាក់ឯងសិនទៅអ្នកដែលគួរឲ្យព្រួយបារម្ភគឺអូនព្រោះបងឃើញអូនព្រួយចិត្តរឿងយុទ្ធៈជាយូរមកហើយទើបបងចង់ប្រាប់ឲ្យសាក់ខលទៅសុំយោបល់ពីលោកយ៉ាងងូជីសាក់មើលអញ្ចឹងមានន័យថាបញ្ហាធ្លាក់លើខ្លួនខ្ញុំមែនទេទឹកចិត្តជាម្ដាយតែងតែមានការព្រួយបារម្ភពីកូនតើ
វាខុសត្រង់ណាមួយថ្ងៃបងគិតតែពីបើកឡានមិនដែលគិតពីបញ្ហាសុខទុក្ខរបស់កូនអ្នកដែលត្រូវមើលការខុសត្រូវយូតាគឺមានតែខ្ញុំម្នាក់ឯងគត់បងមិនដែលព្រួយបារម្ភពីកូនបន្តិចទេគ្មានផ្លូវទេដែលឲ្យខ្ញុំខលទៅគេនោះព្រោះគេជាមនុស្សប្រុសមិនដែលចិញ្ចឹមកូនដូចមនុស្សស្រីទេដូចតែបងអញ្ចឹងនិយាយចប់អេកុក៏បានបោះណែមកាតចោលនៅលើតុញ៉ាំបាយមួយសប្តាហ៍កន្លងផុតទៅបន្ទាប់ពីបានស្ដាប់រឿងរ៉ាវដែលអ្នកជិតខាងបាននិយាយប្រាប់អេកុមានអារម្មណ៍អស់សង្ឃឹមនាងចង់រកដំណោះស្រាយពីបញ្ហានេះឲ្យបានចប់លឿនបំផុតខ្ញុំមិនចង់វេទនាចិត្តទៀតទេមានអ្នកណាអាចជួយខ្ញុំបានដែរឬទេមួយរំពេចនោះនាងក៏នឹកឃើញរឿងលោកយ៉ាងងូជីសំណាងល្អដែលនាងរកឃើញណែមកាតរបស់គាត់ក្រោយពេលដែលយូតាចេញទៅសាលារៀនបានប្រហែលជាង1ម៉ោងទើបនាងទូរស័ព្ទទៅរកលោកយ៉ាងងូជីហើយនៅថ្ងៃនោះនាងក៏បានជួបនៅរឿងដ៏អស្ចារ្យដែលនាងនឹកស្មានមិនដល់ថាវាអាចនឹងកើតឡើងចំពោះខ្លួននាងទាល់តែសោះសហការីបានភ្ជាប់ទូរស័ព្ទទៅលោកយ៉ាងងូជីអេកុណែនាំខ្លួនសំឡេងរបស់លោកយ៉ាងងូជីបន្លឺតាមខ្សែទូរស័ព្ទស្ដាប់ដូចជាមនុស្សអារម្មណ៍ល្អនាងនឹកគិតក្នុងចិត្តថាយករឿងតូចតាចអញ្ចឹងមកពីគ្រោះមិនដឹងថាសមឬក៏មិនសមនោះទេនាងឯអងក្នុងចិត្តគឺមិនដឹងថានឹងចាប់ផ្ដើមពីត្រង់ណាមុនរហូតដល់លោកយ៉ាងងូជីផ្ដើមសួរថាអ្នកនាងគឺជាភរិយារបស់លោកអាខិយ៉ាមិមែនទេចាពិតមែនហើយអូរីករាយដែលបានស្គាល់តើប្តីរបស់ខ្ញុំបាននិយាយអ្វីឲ្យលោកបានស្ដាប់ខ្លះហើយឬនៅបាទគាត់បាននិយាយឲ្យខ្ញុំស្ដាប់ខ្លះពីរឿងកូនប្រុសដែលលោកស្រីកំពុងមានការព្រួយបារម្ភមិនដឹងថាលោកអាចជួយផ្ដល់យោបល់ឲ្យនាងខ្ញុំបានដែរឬទេឥឡូវនេះខ្ញុំមានពេល1ម៉ោងប្រសិនបើលោកស្រីមិនទើសទាល់អាចនិយាយឲ្យខ្ញុំស្ដាប់បន្តិចបានទេអេកុចាប់ផ្ដើមនិយាយរឿងរ៉ាវរបស់យូតាដែលត្រូវបានមិត្តភ័ក្តិធ្វើបាបហើយមិនមានមិត្តភ័ក្តិណាម្នាក់ចង់លេងជាមួយរួមទាំងរឿងដែលបានកាត់ឡើងកាលពីម្សិលមិញបន្ទាប់ពីបានស្ដាប់អេកុនិយាយរួចមកលោកយ៉ាងូជីក៏បាននិយាយឡើងប្រហែលជាលោកស្រីពិបាកក្នុងចិត្តណាស់ហើយមើលទៅគ្មានឪពុកម្ដាយណាដែលមិនពិបាកចិត្តរឿងកូននោះទេគ្រាន់តែឮសម្ដីលោកយ៉ាងូជីប៉ុណ្ណឹងអេកុទឹកភ្នែកឡើងរលីងរលោងលោកយ៉ាងូជីមានអារម្មណ៍ថាអេកុកំពុងយំទើបលោកចាំឲ្យនាងស្ងប់អារម្មណ៍បន្តិចទើបបានលោកនិយាយបន្តលោកស្រីចង់រកដំណោះស្រាយពិតមែនទេរឿងរ៉ាវនេះប្រហែលជាយើងអាចដោះស្រាយបានអេកុនៅតែមិនចង់ជឿត្រជាក់ខ្លួនទេពេលឮពាក្យនេះថាដំណោះស្រាយព្រោះនាងពិបាកចិត្តរឿងនេះមកជាច្រើនឆ្នាំហើយនាងចង់រកដំណោះស្រាយពីបញ្ហានេះដោយដែលលោកយ៉ាងងូជីបាននិយាយប្រសិនបើអាចជួយបានមែននាងខ្ញុំព្រមធ្វើតាមគ្រប់យ៉ាងខ្ញុំមានការតាំងចិត្តនៅក្នុងរឿងនេះបំផុតតើត្រូវធ្វើយ៉ាងដូចម្តេចខ្លះទៅអញ្ចឹងយើងមករកដំណោះស្រាយទាំងអស់គ្នាតើក្នុងពេលនេះលោកស្រីកំពុងស្អប់អ្នកណាខ្លះនៅក្បែរខ្លួនលោកបានន័យថាដូចម្តេចប្រហែលជាខ្ញុំនិយាយរំលងបន្តិចតាមពិតទៅខ្ញុំត្រូវបញ្យល់ពីគោលការណ៍ខ្លះៗឲ្យលោកស្រីស្ដាប់ជាមុនសិនប៉ុន្តែពេលនេះខ្ញុំមានពេលមិនច្រើនទេខ្ញុំសូមនិយាយដោយសង្ខេបទៅចុះកូនប្រុសសំណប់របស់លោកស្រីត្រូវមិត្តភ័ក្តិធ្វើបាបរហូតដល់ធ្វើឲ្យលោកស្រីពិបាកក្នុងចិត្តនោះព្រោះមកពីលោកស្រីមិនដែលនឹកឃើញអរគុណមនុស្សដែលគួរដល់ការអរគុណទាល់តែសោះមិនត្រឹមតែប៉ុណ្ណោះលោកស្រីបែរជាមានចិត្តស្អប់អ្នកទាំងនោះទៅវិញថែមទៀតផងកូនប្រុសត្រូវបានមិត្តភ័ក្តិធ្វើបាបមិនអាចនឹងតាក់ទងជាមួយនឹងបញ្ហាផ្ទាល់ខ្លួនរបស់នាងខ្ញុំទៅកើតស្ដាប់ទៅហាក់បីដូចជាជំនឿបែបសាសនាច្រើនជាងវាមិនខុសអ្វីនោះទេដែលលោកស្រីគិតយ៉ាងដូចនេះនៅក្នុងថ្នាក់រៀនគ្រូតែងតែបង្រៀនឲ្យពួកយើងជឿនៅអ្វីដែលយើងអាចពិសោធន៍បានគឺបែបវិទ្យាសាស្ត្រតែអ្វីដែលខ្ញុំបានប្រាប់មុននេះបន្តិចគឺជាក្បួនសាស្ត្រក្នុងមុខវិជ្ជាមួយដែលគេហៅថាចិត្តវិទ្យាហើយត្រូវបានគេស្រាវជ្រាវរកឃើញជាយូរណាស់មកហើយយើងអាចនិយាយបានថាវាគឺជាជំនឿបែបសាសនាតាំងពីយូរលង់ណាស់មកហើយក៏អាចថាបានវាមិនជាថ្មីទេក៏ប៉ុន្តែផ្ទាល់ខ្លួនខ្ញុំមិនបានកាន់សាសនាអ្វីនោះទេលោកអាចបកស្រាយពន្យល់អំពីក្បួនសាស្ត្រនោះឲ្យខ្ញុំស្ដាប់បន្តិចបានទេបានក្បួនសាស្ត្រនោះគឺហេតុការណ៍ដែលកើតឡើងតែមានហេតុបច្ច័យរបស់វាដូច្នេះហេតុកើតក្នុងពេលបច្ចុប្បន្នគឺជាផលនៃបច្ច័យពេលផលនៃបច្ច័យកើតឡើងត្រូវមានដើមហេតុនៃបច្ច័យហើយមូលហេតុរបស់ដើមហេតុនៃបច្ច័យគឺកើតចេញមកពីចិត្តរបស់យើងឬអាចនិយាយម្យ៉ាងទៀតបានថាហេតុការណ៍ដែលកើតឡើងនៅក្នុងជីវិតមនុស្សគ្រប់រូបគឺប្រៀបបីដូចជាកញ្ចក់ឆ្លុះបញ្ចាំងនៅចិត្តរបស់យើងគ្រប់ពេលវេលានោះឯងឧទាហរណ៍ដូចជាពេលដែលយើងឆ្លុះកញ្ចក់យើងនឹងឃើញថាសក់របស់យើងវារញ៉េរញ៉ៃ
ឬមូលហេតុអ្វីថ្ងៃនេះបានជាមុខរបស់យើងស្លេកស្លាំងយ៉ាងដូចនេះប្រសិនបើមិនមានកញ្ចក់យើងក៏មិនអាចមើលឃើញនៅរូបរាងកាយរបស់យើងបានដែរពិតមែនទេសាក់លបងគិតបន្តិចថាជីវិតរបស់លោកស្រីប្រៀបដូចជាកញ្ចក់ការដែលមានជីវិតប្រៀបដូចទៅនឹងកញ្ចក់អាចធ្វើឲ្យយើងមើលឃើញនៅសភាពពិតរបស់ខ្លួនហើយមានកម្លាំងចិត្តនិងអភិវឌ្ឍខ្លួនមែនតើទៅជីវិតរបស់មនុស្សយើងត្រូវការបង្កើតឡើងដើម្បីផ្លាស់ប្ដូរនិងអភិវឌ្ឍគ្មានដែនកំណត់អ្វីដែលនាងខ្ញុំកំពុងព្រួយបារម្ភពេលនេះវាបង្ហាញឲ្យឃើញអ្វីខ្លះលទ្ធផលដែលកើតឡើងនៅពេលនេះគឺកូនប្រុសសំណប់របស់លោកស្រីកំពុងកាត់ទុកព្រោះត្រូវមិត្តភ័ក្តិធ្វើបាបដើមហេតុដែលអាចចាត់ទុកថាត្រឹមត្រូវបំផុតនោះគឺលោកស្រីកំពុងតែខឹងមនុស្សដែលលោកស្រីគួរផ្ដល់សេចក្តីសំខាន់លោកស្រីមានគិតបែបនោះខ្លះទេដូចជាលោកស្រីខឹងមនុស្សដែលគួរដល់ការនិយាយពាក្យថាអរគុណឬខឹងមនុស្សដែលនៅក្បែរខ្លួនលោកស្រីកំពុងខឹងស្វាមីរបស់លោកស្រីតាមែនទេហើយពិតណាស់គាត់ជាមនុស្សនៅក្បែរខ្លួនលោកស្រីបំផុតចាអត់មានទេខ្ញុំមានតែអរគុណគាត់ព្រោះគាត់ជាមនុស្សឧស្សាហ៍ធ្វើការងារគាត់បើកឡានដឹកទំនិញរកប្រាក់ដើម្បីឲ្យពួកយើងមានបាយញ៉ាំគ្រប់គ្រាន់បានអញ្ចឹងមែនល្អហើយចុះលោកស្រីផ្ដល់សេចក្តីសំខាន់ដល់ស្វាមីរបស់លោកស្រីប៉ុន្មានដែរតើគោរពគាត់ទេអេកូហាក់ដូចជាភ្ញាក់អារម្មណ៍ពេលដែលឮពាក្យថាគោរពព្រោះនាងមានអារម្មណ៍ថាមាក់ងាយប្តីរបស់ខ្លួនគ្រប់ពេលអេកូយល់ថាមនុស្សដូចជាស្វាមីរបស់នាងគឺជាមនុស្សដែលមិនមែនទស្សនវិស័យហើយពេលខ្លះនាងយល់ថាជាមនុស្សគ្មានការសិក្សាទៀតផងអេកូរៀនចប់មហាវិទ្យាល័យក៏ប៉ុន្តែប្តីរបស់នាងចប់ត្រឹមវិទ្យាល័យមិនត្រឹមតែប៉ុណ្ណោះប្តីរបស់នាងគឺជាមនុស្សចូលចិត្តនិយាយច្រើនហើយចូលចិត្តអានទស្សនាវដ្តីប្រចាំសប្តាហ៍ចំណែកអេកូវិញចូលចិត្តអានសៀវភៅជាខ្លាំងទើបនាងគិតទុកក្នុងចិត្តរហូតថាសូមកុំឲ្យយុត្តកាត់ទៅរកដោយប្តីរបស់នាងឲ្យសោះហើយអេកូក៏និយាយរៀបរាប់នៅអ្វីដែលនាងបានគិតឲ្យលោកយ៉ាងងូជីស្ដាប់ទាំងអស់តើលោកស្រីគិតថាតម្លៃរបស់មនុស្សអាស្រ័យលើការសិក្សាចំណេះដឹងឬគំនិតមែនទេចាទេខ្ញុំមិនបានគិតដូចនោះទេខ្ញុំគិតថាមនុស្សគ្រប់គ្នាតែងតែមានចំណុចពិសេសនិងសមត្ថភាពខុសៗគ្នាបានអញ្ចឹងពិតមែនហេតុអ្វីលោកស្រីមាក់ងាយស្វាមីរបស់ខ្លួនថាជាមនុស្សគ្មានចំណេះដឹងនេះនាងខ្ញុំកំពុងតែជន់ដានខ្លួនឯងពិតមែនទេចុះទំនាក់ទំនងរវាងលោកស្រីនិងស្វាមីវិញយ៉ាងម៉េចដែរទៅខ្ញុំតែងតែមិនពេញចិត្តនៅទង្វើនិងពាក្យសម្ដីគាត់ជាញយដងហើយមានពេលខ្លះរហូតដល់ប្រកែកគ្នាថែមទៀតផងចុះរឿងរបស់យុត្តវិញយ៉ាងម៉េចដែរស្វាមីរបស់លោកស្រីគិតដូចម្ដេចខ្លះខ្ញុំរអ៊ូដាក់គាត់រឿងដែលយុត្តត្រូវមិត្តភ័ក្តិធ្វើបាបប៉ុន្តែគាត់មិនដែលយកចិត្តទុកដាក់ស្ដាប់ឬផ្ដល់ការណែនាំសូម្បីតែបន្តិចពួកយើងមិនដែលពិគ្រោះគ្នាបានល្អម្ដងណាទេប្រហែលមកពីខ្ញុំមិនទទួលស្គាល់គំនិតប្តីរបស់ខ្ញុំរឿងគឺវាអញ្ចឹងទេប៉ុន្តែស្ដាប់មើលទៅដូចជាមានបញ្ហាផ្សេងទៀតខ្ញុំគិតថាយើងគួរដោះស្រាយបញ្ហានោះមុនសិនល្អជាងហើយចាំត្រឡប់មកនិយាយរឿងនេះម្ដងទៀតបញ្ហាផ្សេងអ្វីទៅលោកយើងមិនចាំបាច់ត្រូវរកមូលហេតុពិតប្រាកដដែលធ្វើឲ្យលោកស្រីមិនទទួលស្គាល់គំនិតរបស់ស្វាមីលោកស្រីខ្ញុំសុំសួរអ្វីបន្តិចបានទេលោកស្រីមានដែលគិតតបគុណឪពុកខ្លះទេគុណរបស់ឪពុកមែនទេគឺត្រូវតែគិតហើយតើនៅក្នុងអារម្មណ៍របស់លោកស្រីមានគិតថាគាត់បានប្រព្រឹត្តនៅទង្វើដែលលោកស្រីមិនអាចអភ័យទោសបានខ្លះទេអេកូមានអារម្មណ៍ថាដូចមានអ្វីមួយយ៉ាងមកដាស់អារម្មណ៍ពេលនាងបានឮពាក្យថាអភ័យទោសនាងមិនដែលមានអារម្មណ៍ថាអភ័យទោសឲ្យឪពុកម្ដងណាទេនាងដឹងគុណឪពុកក្នុងនាមជាអ្នកផ្ដល់កំណើតប៉ុន្តែនាងមិនបានស្រឡាញ់ឪពុកទេជារៀងរាល់ឆ្នាំចាប់តាំងពីនាងបានរៀបការចាក់ចេញពីផ្ទះមកអេកូទៅលេងផ្ទះនៅពេលមានបុណ្យទានប៉ុណ្ណោះតែនាងក៏មិនបានសន្ទនាជាមួយឪពុកគ្រាន់តែជម្រាបសួរតាមប្រពៃណីប៉ុណ្ណោះពេលរំលឹកដល់រឿងអតីតកាលនាងមានអារម្មណ៍ចំពោះឪពុករបស់នាងបីដូចជាអ្នកដទៃតាំងតែពីការនៅរៀនវិទ្យាល័យខ្ញុំមិនអាចអភ័យទោសឲ្យលោកប៉ាខ្ញុំបានទេហើយក៏មិនអាចធ្វើបានដែរស្ដាប់មើលទៅហាក់បីដូចជាពិបាកនឹងអភ័យទោសឲ្យបានណាអញ្ចឹងតើលោកស្រីអាចព្យាយាមសាកល្បងបានទេតើដើមហេតុនៃសេចក្តីទុក្ខនេះវាតាក់ទងជាមួយនឹងលោកប៉ានិងស្វាមីរបស់ខ្ញុំតើពិតមែនទេលោកស្រីត្រូវព្យាយាមសាកល្បងមើលសិនទើបបានអាចដឹងបានខ្ញុំយល់ហើយសូមនិយាយត្រង់មកតើនាងខ្ញុំត្រូវធ្វើអ្វីខ្លះទៅក្នុងរឿងនេះបើអញ្ចឹងជាដំបូងសូមលោកស្រីធ្វើតាមអ្វីដែលខ្ញុំនឹងប្រាប់តទៅនេះខ្ញុំចង់ឲ្យលោកស្រីសរសេររៀបរាប់អំពីអារម្មណ៍ដែលមិនអាចអភ័យឲ្យបានទៅលើក្រដាស់សរសេរចេញទៅជាពាក្យសម្ដីឬកំហឹងដែលមាននៅក្នុងចិត្តដូចជាអាឆ្កួតអាឡប់
ខ្ញុំស្អប់លោកប៉ាខ្លាំងណាស់ឬប្រសិនបើនឹកឃើញហេតុការណ៍នៃអតីតសរសេរចូលទាំងអស់ដូចជាហេតុការណ៍នៅពេលនោះធ្វើឲ្យលោកស្រីធុញថប់ជាខ្លាំងបញ្ចេញនូវអារម្មណ៍ឈឺចាប់សេចក្តីទុក្ខវេទនាគ្រប់យ៉ាងសរសេរបញ្ចូលទៅក្នុងក្រដាសឲ្យអស់មិនបាច់លាក់ទុកក្នុងអារម្មណ៍លោកស្រីត្រូវសរសេរនៅអារម្មណ៍ពិតរបស់ខ្លួនសរសេររហូតដល់លោកស្រីគិតថាគ្រប់គ្រាន់រួចចាំទូរស័ព្ទមករកខ្ញុំម្ដងទៀតខ្ញុំនឹងប្រាប់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់ខ្ញុំអេកូនឹកគិតក្នុងចិត្តថាវិធីបែបនេះធ្វើម្ដេចនឹងអាចជួយដោះស្រាយបញ្ហាបានតែនាងគិតថាប្រសិនបើអាចជួយបានមែនគួរតែសាកល្បងមើលវាប្រសើរជាងការនៅអង្គុយឆ្ងល់ដោយមិនបានធ្វើអ្វីសោះអេកូគិតក្នុងចិត្តថានឹងសាកល្បងធ្វើគ្រប់បែបយ៉ាងប្រសិនជាវាអាចធ្វើឲ្យរសាយបញ្ហានៅពេលនេះបានទោះបីជានាងមិនយល់នៅហេតុផលរបស់លោកយ៉ាងូជីយ៉ាងណាក្តីប៉ុន្តែពាក្យសម្ដីរបស់គាត់ស្ដាប់ទៅអាចនឹងទទួលយកបានបន្ទាប់ពីអេកូដាក់ទូរស័ព្ទនាងក៏ទៅយកក្រដាសសៀវភៅដើម្បីមកសរសេរនៅអារម្មណ៍កំហឹងរបស់ខ្លួនដែលមានចំពោះឪពុកកាលពីអេកូនៅវ័យក្មេងឪពុករបស់នាងគឺជាមនុស្សរអ៊ូរទាំចូលចិត្តនិយាយច្រាំដែលជាញឹកញាប់ពេលអាហារថ្ងៃល្ងាចគឺជាពេលទេសនាលោកប៉ានិយាយមិនចេះចប់ហើយពេលដែលកូនធ្វើអ្វីមួយមិនគាប់ចិត្តគាត់ស្រែកជេរខ្លាំងៗដោយពាក្យអសុរោះដែលមិនអាចទទួលយកបានលោកប៉ាមិនដែលគិតទេថាខ្ញុំមានអារម្មណ៍បែបណានោះជាញឹកញាប់នាងតែងតែគិតបែបនោះខ្ញុំមិនចូលចិត្តគ្រប់ពេលដែលគាត់ញ៉ាំស្រាតែងតែរអ៊ូរទាំរឿងការងារលោកប៉ាជាមេការជាងសំណងពេលចេញពីការងារត្រឡប់មកដល់ផ្ទះវិញគាត់អង្គុយញ៉ាំបាយទាំងសម្លៀកបំពាក់ប្រឡាក់ដីស៊ីម៉ងទទឹកធំក្លិនញើសពេញខ្លួនអេកូសរសេររំសាយអារម្មណ៍របស់ខ្លួនជាបន្តបន្ទាប់នាងសរសេរមកដល់ត្រង់កន្លែងពាក្យថាមនុស្សមិនបានការនិងមនុស្សបែបនេះគ្មានគុណសម្បត្តិគ្រប់គ្រាន់ធ្វើជាឪពុករបស់គេទេហើយនឹងអ្នកដទៃផ្សេងជាច្រើនទៀតមានពាក្យខ្លះនាងប្រើធ្ងន់នាងនឹកដល់រឿងរ៉ាវនៃអតីតកាលពីរៀននៅវិទ្យាល័យមានថ្ងៃមួយនាងចេញទៅដើរលេងជាមួយសង្សារប្រុសជាហេតុចៃដន្យឪពុករបស់នាងបានឆ្លងកាត់ឃើញពេលនាងត្រឡប់មកដល់ផ្ទះវិញត្រូវឪពុកបានជេរនិងស្ដីបន្ទោសជាខ្លាំងអេកូក៏ហៅឪពុកថាទៅដើរលេងជាមួយមិត្តភក្តិស្រីគាត់មិនអាចទទួលយកបាននូវការកុហករបស់នាងទេអេកូមិនអាចបំភ្លេចបាននូវពាក្យសម្ដីរបស់ឪពុកនាងដែលនិយាយនៅថ្ងៃនោះថាឯងហ៊ានលួចលាក់មានសង្សារផងឬហេតុអីបានមិនព្រមប្រាប់ឪពុកម្ដាយហងឯងគ្មានផ្លូវនឹងក្លាយខ្លួនជាស្រីល្អដូចគេទេទឹកភ្នែកដែលបង្កប់ដោយគំនុំបានហូរចេញមកឯកដោយមិនដឹងខ្លួននាងចាប់ផ្ដើមសរសេរបន្តព្រោះមកពីប៉ាជាមនុស្សបែបនេះទើបខ្ញុំត្រូវកុហកប៉ាដូច្នេះប៉ាគឺជាដើមហេតុប៉ុន្តែឲ្យប៉ានៅតែមិនដឹងខ្លួនទៀតឬហងឯងគ្មានផ្លូវនឹងក្លាយខ្លួនជាស្រីល្អដូចគេទេប៉ានិយាយនេះជ្រុលពេកហើយប៉ានៅមិនដឹងទេថាខ្ញុំឈឺចិត្តប៉ុណ្ណានៅពេលដែលប៉ានិយាយពាក្យនេះចេញមកគ្រប់យ៉ាងប៉ាជាអ្នកបង្កាត់ឡើងអំឡុងពេលអេកូកំពុងសរសេរទឹកភ្នែករបស់នាងហូរស្រក់ចុះមកតក់ហាក់បីដូចជាមានអ្វីម្យ៉ាងជំរុញឲ្យស្រក់មិនចេះឈប់ដឹងខ្លួនម្ដងទៀតគឺហួសម៉ោង12ថ្ងៃត្រង់ទៅហើយនាងសរសេររយៈពេល72ម៉ោងក្រដាសសៀវភៅរាប់សន្លឹកពេញទៅដោយគំនុំនេះមិនដឹងថាមកពីបានសរសេររំសាយអារម្មណ៍ឬបានយំទើបធ្វើឲ្យអេកូមានអារម្មណ៍ធូរស្រាលជាងមុនអេកូទូរស័ព្ទទៅរកលោកយ៉ាងូជីម្ដងទៀតនៅម៉ោង7:02សរសេរបានរួចរាល់ហើយមែនទេចាខ្ញុំបានសរសេរគ្រប់យ៉ាងវាធ្វើឲ្យខ្ញុំធូរស្បើយនៅក្នុងអារម្មណ៍ជាងមុនពេលដែលបានយំចេញមកលោកស្រីអាចអភ័យទោសឲ្យឪពុកបានហើយឬនៅនិយាយតាមត្រង់ខ្ញុំនៅមិនទាន់អាចអភ័យទោសឲ្យគាត់បានទេប៉ុន្តែខ្ញុំនឹងព្យាយាមប្រសិនបើអាចធ្វើបានដើម្បីឲ្យខ្ញុំបានសប្បាយចិត្តបើអញ្ចឹងយើងចាប់ផ្ដើមតែម្ដងការអភ័យទោសឲ្យឪពុកគឺលោកស្រីធ្វើដើម្បីខ្លួនឯងសូមលោកស្រីជួយយកក្រដាសមកសរសេរចំណងថារឿងដែលត្រូវអរគុណឪពុកពេលនេះអ្វីដែលលោកស្រីចង់អរគុណគាត់មានរឿងអ្វីខ្លះដំបូងគេបង្អស់គឺប៉ាធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារព្រោះប៉ាទៅគ្រួសារយើងមានលុយចាយមានបាយញ៉ាំមានប៉ាទៅមានខ្ញុំធំធាត់មកដល់សប្តាហ៍ថ្ងៃនេះសូមលោកស្រីសរសេរតើមានអ្វីផ្សេងទៀតទេកាលពីខ្ញុំនៅវិទ្យាល័យប៉ាចូលចិត្តនាំខ្ញុំទៅដើរលេងនៅសួនសាធារណៈជាប្រចាំលោកស្រីសរសេរចូលទាំងអស់ទៅតើមានទៀតទេប្រហែលជាមានតែប៉ុណ្្នឹងទេលោកបើអញ្ចឹង
សូមលោកស្រីយកក្រដាសថ្មីមួយទៀតហើយសរសេរចំណងជើងថារឿងដែលចង់សុំទោសឪពុកតើលោកស្រីមានរឿងចង់សុំទោសគាត់ខ្លះទេនឹកអត់ឃើញទេគឺមានតែរឿងដែលខ្ញុំមានអារម្មណ៍ប្រឆាំងនឹងទង្វើរបស់គាត់គ្រប់ពេលប៉ុន្តែខ្ញុំមិនចង់សុំទោសគាត់នៅរឿងនោះទេមិនចាំបាច់ធ្វើតាមអារម្មណ៍ពិតក៏បានដែរគ្រាន់តែផ្ដើមពីអាកប្បកិរិយាខាងក្រៅជាមុនសិនក៏បានតែសូមលោកស្រីជួយសរសេរនៅអ្វីដែលលោកស្រីបាននិយាយមុននេះចូលទៅក្នុងក្រដាសឲ្យអស់សិនខ្ញុំសរសេររួចហើយចូលលោកមានប្រសាសន៍ថាចាប់ផ្ដើមពីអាកប្បកិរិយាខាងក្រៅសិនតើវាជាអ្វីទៅលោកស្រីស្ដាប់ខ្ញុំសិនណាបន្ទាប់ពីនេះទៅលោកស្រីត្រូវមានចិត្តក្លាហានគឺជាពេលវេលាដែលលោកស្រីត្រូវតាំងស្មារតីប្រមូលសេចក្តីក្លាហានអាចនិយាយបានថាមិនដែលធ្លាប់មានពីមុនមកនៅក្នុងជីវិតវិធីដែលខ្ញុំនឹងណែនាំលោកស្រីក្នុងពេលបន្តិចទៀតនេះវាប្រហែលជាធ្វើឲ្យលោកស្រីអាចនឹងមិនចង់ធ្វើតាមក៏ប៉ុន្តែលោកស្រីចង់ធ្វើតាមឬក៏មិនចង់អាស្រ័យនៅលើខ្លួនលោកស្រីគឺខ្ញុំថាចង់ឲ្យលោកស្រីខលទៅរកឪពុកលោកស្រីហើយនិយាយពាក្យថាអរគុណនិងសុំទោសគាត់ប្រសិនបើលោកស្រីមិនចង់និយាយទៅតាមអារម្មណ៍ទេលោកស្រីអាចនិយាយតាមនៅអ្វីដែលលោកស្រីបានសរសេរទុកអានតាមការសរសេរនៅក្នុងក្រដាសរឿងដែលចង់អរគុណនិងរឿងដែលចង់សុំទោសគ្រាន់តែនិយាយប៉ុណ្្នឹងទេនិយាយចប់លោកស្រីបិទទូរស័ព្ទក៏បានអាចសាក់លបងមើលប្រហែលជាខ្ញុំត្រូវប្រមូលស្មារតីប្រើសេចក្តីក្លាហានតាមអ្វីដែលលោកបាននិយាយឲ្យមើលទៅតែប្រសិនបើអាចជួយបានពិតមែននោះគួរតែសាក់លបងមើលដែរតើមែនទេប៉ុន្តែវាពិតជាពិបាកខ្លាំងណាស់លោកស្រីត្រូវសម្រេចចិត្តដោយខ្លួនឯងថាគួរធ្វើឬមិនគួរធ្វើក៏ប៉ុន្តែខ្ញុំគិតថាលោកស្រីគួរតែយកសេចក្តីក្លាហានរបស់លោកស្រីមកសាក់លបងមើលឲ្យខ្ញុំសុំទោសផងណាដល់ពេលដែលខ្ញុំត្រូវទៅហើយព្រោះខ្ញុំត្រូវបំពេញភារកិច្ចផ្សេងទៀតប្រសិនបើលោកស្រីខលទៅរកឪពុកលោកស្រីរួចរាល់ហើយនោះសូមលោកស្រីកុំភ្លេចខលមករកខ្ញុំផងខ្ញុំនឹងប្រាប់វិធីជាបន្តបន្ទាប់ទៀតពាក្យថាចាប់ផ្ដើមពីអាកប្បកិរិយាខាងក្រៅគឺជាពាក្យសម្ដីលើកទឹកចិត្តដើម្បីឲ្យអេកុសាកល្បងធ្វើតាមនៅអ្វីដែលលោកយ៉ាងូជីបានណែនាំអេកុពិបាកនឹងពោលពាក្យថាសុំទោសព្រោះនាងគិតថាអ្នកដែលខុសគឺជាឪពុករបស់នាងមិនគួរនិយាយពាក្យសុំទោសមុនទេតែប្រសិនបើគ្រាន់តែអានតាមការសរសេរដោយមិនបានចេញពីអារម្មណ៍ពិតនាងប្រហែលជាអាចធ្វើបានហើយគួរតែសាកល្បងធ្វើអេកុចាប់ទូរស័ព្ទនិងខលទៅរកឪពុកប៉ុន្តែនាងប្លែកចិត្តខ្លួនឯងនៅអ្វីដែលនាងកំពុងធ្វើតែបើមិនមានការជំរុញទឹកចិត្តបែបនេះប្រហែលជានាងគ្មានឱកាសនឹងនិយាយជាមួយឪពុករបស់នាងជារៀងរហូតកាលពីរៀបការហើយបានថ្មីគ្រប់ពេលដែលអេកុខលទៅផ្ទះប្រសិនបើឪពុកនាងជាអ្នកលើកទូរស័ព្ទនាងប្រញាប់និយាយនេះគឺខ្ញុំសុំជួបម៉ាក់បន្តិចរាល់ពេលអេកុខលទៅផ្ទះគ្រាន់តែឮសំឡេងនាងនិយាយថានេះគឺខ្ញុំនាងតែងឮសំឡេងឪពុករបស់នាងស្រែកហៅម្ដាយនាងថាអូនអេកុខលមកព្រោះគាត់នឹងច្បាស់ថាអេកុមិនចង់និយាយជាមួយប៉ុន្តែថ្ងៃនេះនាងនឹងខលទៅនិយាយជាមួយឪពុកបាននៅតែអល់ឯកច្បាស់ជាមិនបានខលទៅយ៉ាងពិតប្រាកដពេលនាងនឹកឃើញដូច្នោះរំពេចនោះនាងក៏ប្រញាប់ចាប់ទូរស័ព្ទឡើងហើយខលទៅម្ដាយរបស់នាងគឺជាអ្នកលើកទូរស័ព្ទម៉ាក់នេះគឺខ្ញុំអេកុកូនម្ដាយសុខសប្បាយទេកូនសុខធម្មតាទេម៉ាក់ចុះប៉ាគាត់អញ្ជើញទៅណាហើយចង់និយាយអីជាមួយប៉ាឯងអត់មានរឿងអីសំខាន់អីទេម៉ាក់ដូចជាចម្លែកណាស់មានការអីចង់ជួបប៉ាឯងរឿងរ៉ាវវែងឆ្ងាយណាស់ម៉ាក់ឲ្យកូននិយាយជាមួយប៉ាដោយខ្លួនឯងបានទេម៉ាក់អញ្ចឹងក៏បានចាំបន្តិចណាក្នុងពេលដែលកំពុងរងចាំឪពុករបស់នាងមកនិយាយទូរស័ព្ទនាងមានអារម្មណ៍ភ័យអបេះដូងលោតកញ្ជ្រោលពេញខ្លួននេះជារឿងធម្មតាទេអេកុស្អប់ឪពុកនាងកិច្ចមករហូតមិនព្រមនិយាយជាមួយប៉ុន្តែពេលនេះនាងកំពុងតែចិត្តនឹងពោលពាក្យថាអរគុណនិងសុំទោសទៅកាន់ឪពុកនាងវាគឺជារឿងពិបាកបំផុតចំពោះអេកុដែលនាងមិនអាចនឹងធ្វើបាននៅពេលនេះអេកុព្រួយបារម្ភពីបញ្ហាយុត្តៈការព្រួយបារម្ភនោះវាកាន់តែធ្វើឡើងទៅបណ្ដាលឲ្យអេកុធ្វើនៅអ្វីដែលនាងគិតថាមិនអាចធ្វើបានដើម្បីចាក់ផុតពីសេចក្តីទុក្ខវេទនានេះនាងព្រមធ្វើគ្រប់យ៉ាងដោយកម្លាំងជំរុញទឹកចិត្តទៅបណ្ដាលឲ្យនាងខលទៅរកឪពុកមកមានការអីមានរឿងអីចង់ជួបប៉ាអេកុគិតអ្វីមិនចេញនាងមិនដឹងថាត្រូវនិយាយយ៉ាងម៉េចទេគឺខ្ញុំមានរឿងចង់និយាយជាមួយប៉ាតាំងពីតូចរហូតដល់ធំ
ខ្ញុំមិនដែលពោលពាក្យនេះជាមួយប៉ាទេទើបខ្ញុំគិតថាខលមករកប៉ាដើម្បីបានប្រាប់ប៉ាធ្វើការនឿយហត់ប៉ាខំធ្វើការលំបាកគ្រប់យ៉ាងដើម្បីដូរយកប្រាក់មកចិញ្ចឹមកូនទើបកូនបានធំធាត់មកដល់សប្តាហ៍ថ្ងៃនេះកាលពីកូននៅតូចប៉ាចូលចិត្តនាំកូនទៅដើរលេងនៅសួនសាធារណៈប៉ានៅចាំបានទេខ្ញុំចង់អរគុណប៉ាកូនមិនដែលពោលពាក្យនេះជាមួយប៉ាម្ដងណាទេទៅពេលនេះកូនចង់ប្រាប់ប៉ាកូនសុំទោសកូនតែងតែជជែករឹងរូសប្រកែកជាមួយប៉ាកូនចង់សុំទោសប៉ាទោះជានាងនិយាយពាក្យថាអរគុណឬសុំទោសមិនសូវជាលឺនិងមិនសូវច្បាស់យ៉ាងណាក្តីតែនាងក៏បាននិយាយនៅអ្វីដែលនាងចង់និយាយរួចហើយដែរនាងគិតទុកក្នុងចិត្តជាស្រេចថានឹងបិទទូរស័ព្ទភ្លាមបន្ទាប់ពីបាននិយាយចប់ឮសំឡេងរបស់ឪពុកនាងឆ្លើយត្រឡប់មកវិញប៉ុន្តែនាងមិនឮសំឡេងឪពុកនាងតបឆ្លើយមកវិញសោះបើមិនឮសំឡេងឆ្លើយមកវិញធ្វើម្ដេចនឹងបិទទូរស័ព្ទបានទៅរំពេចនោះសំឡេងម្ដាយនាងក៏បន្លឺឡើងក្នុងខ្សែទូរស័ព្ទអេកូកូនបាននិយាយអីជាមួយប៉ារបស់ឯងចាំម៉ាក់កូនបានថាអីឲ្យប៉ាឯងឥឡូវគាត់កំពុងអង្គុយយំដឹងទេនាងក៏បានឮសំឡេងឪពុកនាងយំចូលក្នុងខ្សែទូរស័ព្ទដែរនាងស្លុតភ័ន្តភាំងស្រឡាំងកាំងកាំងស្មារតីដោយមិនដឹងថានឹងត្រូវធ្វើដូចម្ដេចតាំងពីតូចរហូតដល់ធំនាងមិនដែលឃើញឪពុកនាងយំម្ដងណាទេឪពុកនាងគឺជាមនុស្សរឹងមាំបំផុតតែពេលនេះនាងឮសំឡេងឪពុកនាងយំគ្រាន់តែសម្ដីនៃអាកប្បកិរិយាខាងក្រៅធ្វើឲ្យឪពុកដែលធ្លាប់តែរឹងមាំសម្រក់ទឹកភ្នែកទ្រហោយំក្តុកក្តួលក្នុងអោរ៉ាពេលបានឮសំឡេងឪពុករបស់នាងយំអេកូអួលដើមកប្រហែលជាប៉ាចង់ផ្ដល់ក្តីស្រឡាញ់ច្រើនជាងនេះហើយចង់ស្និទ្ធស្នាលចង់សន្ទនាជាមួយកូនដូចគ្រួសារគេដទៃតែខ្ញុំទេគឺជាអ្នកដែលបដិសេធក្តីស្រឡាញ់ពីប៉ាប្រហែលជាប៉ាឯកាណាស់ហើយមើលទៅប៉ាគឺជាមនុស្សរឹងមាំស៊ូទ្រាំជាមួយការងារទោះលំបាកម្ដេចក្តីតែពេលនេះបែរជាប៉ារបស់ខ្ញុំកំពុងអង្គុយយំការដែលមនុស្សយើងមិនព្រមទទួលក្តីស្រឡាញ់របស់ខ្លួនអារម្មណ៍នៃការឈឺចាប់គឺពិបាកអញ្ចឹងសោះអេកូក្តុកក្តួលយំសម្រក់ទឹកភ្នែកស្ងាត់មួយសន្ទុះទើបនាងឮសំឡេងម្ដាយបន្លឺសួរថាអេកូស្ងប់អារម្មណ៍បន្តិចសិនណាកូនមានរឿងអីនិយាយប្រាប់ម៉ាក់បានណាកូនណាម៉ាក់កូនចង់និយាយជាមួយលោកប៉ារំពេចនោះនាងក៏បានឮសំឡេងរបស់ប៉ានាងអេកូឲ្យប៉ាសុំទោសប៉ាមិនល្អទើបធ្វើឲ្យកូនជួបតែរឿងលំបាកនាងបានឮសំឡេងឪពុកនាងយំម្ដងទៀតប៉ាកូនសុំទោសកូនមិនបានធ្វើជាកូនដ៏ល្អរបស់ប៉ាកូនសូមអរគុណចំពោះការចិញ្ចឹមបីបាច់ថែរក្សារបស់ប៉ាសំឡេងរបស់អេកូបដូរទៅជាសំឡេងខ្សឹកខ្សួលច្រើននាទីកន្លងផុតទៅសំឡេងម្ដាយរបស់នាងក៏បន្លឺឡើងម្ដងទៀតមានរឿងអីកើតឡើងកូនចាំពេលកូនស្ងប់អារម្មណ៍ហើយចាំប្រាប់ម៉ាក់ក៏បានដែរប៉ុណ្ណឹងសិនបានហើយណាទោះបីជាបានបិទទូរស័ព្ទទៅហើយយ៉ាងណាក៏ដោយក៏ប៉ុន្តែអារម្មណ៍របស់អេកូនៅវិលវល់មួយសន្ទុះធំនៅឡើយរយៈពេល20ឆ្នាំកន្លងមកនេះអេកូខឹងឪពុករហូតនាងមិនដែលអភ័យទោសឲ្យឪពុកនាងម្ដងណាឡើយនាងគិតថាអ្នកដែលទទួលការឈឺចាប់គឺមានតែនាងម្នាក់ប៉ុណ្ណោះទីបំផុតនាងគិតតែមួយជ្រុងមិនបានសម្លឹងមើលនៃផ្នែកមួយជ្រុងទៀតក្តីស្រឡាញ់របស់ពុកភាពទន់ជ្រាយរបស់ពុកការមិនដឹងមិនយល់របស់ពុកនាងមិនដែលមើលឃើញនៅបញ្ហាទាំងអស់នេះទេតើគាត់ពិបាកចិត្តប៉ុណ្ណាទៅណោះនាងបានធ្វើឲ្យគាត់ទុក្ខវេទនាអស់រយៈពេលយូរប៉ុណ្ណាហើយសំណួរជាច្រើនចោទមករកនាងញ៉ាំងឲ្យនាងចាប់ផ្ដើមចង់ពោលពាក្យអរគុណចេញពីដួងចិត្តពិតនៅទីបំផុតនាងក៏យល់ពីសម្ដីរបស់លោកយ៉ាងូជីដែលបាននិយាយថាចាប់ផ្ដើមពីអាកប្បកិរិយាខាងក្រៅជាមុនសិននៅ1ម៉ោងទៀតយូតានឹងត្រឡប់មកផ្ទះវិញហើយគិតមិនទាន់ចប់ផងសំឡេងទូរស័ព្ទក៏រលឡើងអ្នកដែលខលមកគឺលោកយ៉ាងូជីជំរាបសួរខ្ញុំយ៉ាងូជីខ្ញុំមានពេល50នាទីទើបខ្ញុំខលមកមុននេះបន្តិចខ្ញុំមានភារកិច្ចត្រូវធ្វើឲ្យខ្ញុំសុំទោសផងដែលនិយាយមិនទាន់ចប់ហើយត្រូវបិទទូរស័ព្ទខ្ញុំបានខលទូរស័ព្ទទៅរកលោកប៉ារួចហើយខ្ញុំពិតជាមានអារម្មណ៍ធូរស្រាលដែលបានខលទៅនិយាយជាមួយគាត់ខ្ញុំអរគុណលោកខ្លាំងណាស់ដែលបានជួយផ្ដល់យោបល់ឲ្យខ្ញុំអេកូបាននិយាយត្រួសនៃរឿងរ៉ាវដែលនាងបាននិយាយជាមួយឪពុកឲ្យលោកយ៉ាងូជីស្ដាប់ប្រសើរណាស់វាពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយដែលលោកស្រីបានបញ្ចេញនូវភាពក្លាហានខ្ញុំតែងតែគិតថាបញ្ហាដែលធំបំផុត
គឺយូតាត្រូវមិត្តភ័ក្តិធ្វើបាបតែធៀបពិតនៅបញ្ហាគឺខ្ញុំមានកំហឹងនៅក្នុងចិត្តមិនព្រមអភ័យទោសឲ្យលោកប៉ាបញ្ហាយូតាជួយឲ្យខ្ញុំបាននិយាយជាមួយលោកប៉ាគិតទៅក៏សំណាងនឹងល្អម្យ៉ាងដែរអញ្ចឹងប្រហែលជាលោកស្រីចាប់ផ្ដើមមើលឃើញនៅចំណុចល្អនៃបញ្ហារបស់យូតាហើយមែនទេគ្រប់បញ្ហាដែលបានកាត់ឡើងនៅក្នុងជីវិតគឺដើម្បីឲ្យយើងដឹងជាក់ច្បាស់នៅសេចក្តីពិតនៃបញ្ហានោះពេលយើងចាប់ផ្ដើមយល់នៅបញ្ហាមួយដែលបានកាត់ឡើងយើងក៏អាចដឹងជាក់ច្បាស់នៅបញ្ហាដទៃទៀតគេហៅច្បាប់មួយនេះថាជាច្បាប់ពិតនៃជីវិតមួយទៀតគឺបញ្ហាដែលមិនអាចកាត់ឡើងដោយចៃដន្យទេតែវាក៏ជាសេចក្តីពិតនៃជីវិតដែលត្រូវតែកាត់ឡើងបញ្ហាដែលយើងបានដោះស្រាយហើយមិនមែនមានន័យថាមិនកើតឡើងទៀតនោះទេយើងក៏បីព្យាយាមយកចិត្តទុកដាក់ដោះស្រាយគ្រប់បញ្ហាគិតក្នុងផ្លូវវិជ្ជមានបន្ទាប់ពីនោះយើងនឹងយល់និងអរគុណបញ្ហាថាពិតជាប្រសើរណាស់ដែលយើងអាចនិយាយបានថាជាបញ្ហាកើតឡើងព្រោះតែអ្នកទើបធ្វើឲ្យខ្ញុំបានយ៉ាងនេះមួយយ៉ាងនោះមួយសមដូចពំនោរបស់អ្នកជោគជ័យនិយាយថាអរគុណភាពក្រីក្រពិតជាត្រឹមត្រូវណាស់ប៉ុន្តែរឿងរបស់យូតានៅមិនទាន់ចប់ទេខ្ញុំនៅព្រួយបារម្ភនៅឡើយលោកស្រីគិតថាខ្លួននៅមិនទាន់បានដោះស្រាយបញ្ហានោះទៀតមែនទេវាក៏មិនប្រកាសថាបញ្ហានៅមិនទាន់បានដោះស្រាយទេពេលខ្លះវាអាចកំពុងតែប្រព្រឹត្តទៅលើផ្លូវតែមួយក៏ថាបានបញ្ហាប្រៀបបីដូចជាម៉ាស៊ីនបោកគក់ជាការពិតហើយវាបង្វិលឬបន្ថែមឬបន្ថយល្បឿនរត់វាពូតច្របាច់បង្វិលជុំវិញគ្រាន់តែមើលសោះក៏មានអារម្មណ៍ថាវិលក្បោងក៏ប៉ុន្តែនៅពេលដែលវាធ្វើសកម្មភាពចប់ហើយយើងនឹងឃើញថាយើងបាននៅសម្លៀកបំពាក់ដែលស្អាតជាងមុនភ្លឺជាងមុននិងប្រសើរជាងមុនបញ្ហាត្រូវបានអស់ទៅហើយអញ្ចឹងមែនទេលោកវាអាស្រ័យនៅលើលោកស្រីអញ្ចឹងយើងមកសរុបបញ្ហាដែលបានកាត់ឡើងជាមួយគ្នាវិបត្តិរបស់លោកស្រីពេលនេះគឺរឿងយូតាដែលមិនព្រមបើកចំហបញ្ហាជាមួយលោកស្រីទើបធ្វើឲ្យលោកស្រីមានអារម្មណ៍ថាគឺជាម្ដាយដែលមិនអាចជួយកូនបានក៏ប៉ុន្តែលោកស្រីមិនចង់ពិបាកចិត្តជាងនេះចង់ដោះស្រាយបញ្ហារបស់យូតាឲ្យចប់តើពិតមែនទេចាវាជាការពិតយូតាមិនដែលយកបញ្ហាមកប្រាប់ខ្ញុំទេខ្ញុំចង់ជួយគេប៉ុន្តែបានត្រឹមតែពាក្យបដិសេធត្រឡប់មកវិញថាម៉ាក់កុំមករវល់នឹងរឿងរបស់ខ្ញុំតើបានទេពេលដែលឃើញកូនកណ្ដោចកណ្ដែងវារឹតតែធ្វើឲ្យខ្ញុំកាន់តែឈឺចាប់គ្មានអ្វីដែលឈឺចាប់ជាងការជួយកូនខ្លួនឯងមិនបាននោះទេបាទវាពិតប្រាកដណាស់ពេលនេះលោកស្រីប្រហែលជាយល់ហើយថាវាគឺជាឈឺចាប់របស់អ្នកណាតើជារបស់អ្នកណាទៅលោករំពេចនោះឯងមុខរបស់ឪពុកក៏ផុសឡើងមកក្នុងអារម្មណ៍មែនហើយពិតប្រាកដណាស់ប៉ាបានបង្កប់ភាពឈឺចាប់អស់រយៈពេលជាច្រើនឆ្នាំជាសេចក្តីទុក្ខដែលកូនស្រីរបស់ខ្លួនមិនព្រមប្រាប់បញ្ហាសេចក្តីទុក្ខដែលត្រូវបានកូនស្រីរបស់ខ្លួនស្អប់មិននិយាយរកសេចក្តីទុក្ខដែលមិនអាចជួយកូនស្រីរបស់ខ្លួនបានក្នុងនាមខ្លួនជាម្ដាយឪពុករបស់គេម្នាក់នោះគឺជាសេចក្តីទុក្ខដូចគ្នានឹងខ្ញុំដែលកំពុងតែពិបាកនៅក្នុងពេលនេះលោកប៉ាពិបាកវេទនាចិត្តជាង20ឆ្នាំអេកូនិយាយបណ្ដាទឹកភ្នែករបស់នាងស្រក់ចុះតាមចង្វាក់នៃអារម្មណ៍ខ្សឹកខ្សួលខ្ញុំយល់ហើយនៅអារម្មណ៍របស់លោកប៉ាហេតុអ្វីបានជាគាត់យំគាត់ឈឺចាប់មករហូតពេលនេះខ្ញុំបានយល់ហើយនៅបញ្ហាទាំងអស់នោះគ្រប់បញ្ហាដែលបានកាត់ឡើងគឺចង់បង្ហាញឲ្យយើងយល់ជាក់ច្បាស់នៅសេចក្តីសំខាន់របស់វាខ្ញុំបានយល់នៅសេចក្តីទុក្ខរបស់លោកប៉ាហើយព្រោះយូតាបានជួយឲ្យខ្ញុំយល់មកពីយូតាមិនព្រមបើកចំហនិយាយបញ្ហាជាមួយនឹងខ្ញុំទាំងកូនប្រុសទាំងឪពុកនិងលោកស្រីផ្ទាល់ទាំងអស់គ្នាមានអារម្មណ៍ដូចគ្នាយូតាមានអារម្មណ៍ដូចអ្វីដែលលោកស្រីធ្លាប់ជួបប្រទះទើបធ្វើឲ្យលោកស្រីបានយល់នៅអ្វីដែលលោកបានជួបអស់រយៈពេលកន្លងមកខ្ញុំចង់អរគុណយូតាខ្ញុំចង់ប្រាប់គេថាអរគុណដែលបានធ្វើឲ្យម៉ាក់យល់នៅសេចក្តីសំខាន់កន្លងមកខ្ញុំស្ដីបន្ទោសឲ្យកូនដែលមិនព្រមប្រាប់បញ្ហាលំបាករបស់ខ្លួនពេលនេះលោកស្រីយល់អំពីយូតាហើយមែនទេចាខ្ញុំយល់ហើយកាលពីខ្ញុំនៅក្មេងខ្ញុំក៏មិនចូលចិត្តលោកប៉ានិយាយរអ៊ូច្រើននោះទេមិនចូលចិត្តនៅពេលដែលលោកប៉ាមករញ៉េរញ៉ៃ
តាមពិតទៅនោះគឺជាការបង្ហាញនូវក្តីស្រឡាញ់ការព្រួយបារម្ភរបស់លោកប៉ាតែពេលនោះខ្ញុំមិនយល់បែរជាគិតថាគួរឲ្យរំខានទៅវិញប្រហែលជាពេលនេះយូតាក៏មានអារម្មណ៍ដូចគ្នាដែរពធក្តីស្រឡាញ់និងការព្រួយបារម្ភដែលខ្ញុំមានឲ្យទៅគេបែរជារឿងគួរឲ្យរំខានចំពោះគេទៅវិញនេះព្រោះតែការមិនយល់ពីការពិតការពីលោកស្រីនៅក្មេងតើលោកស្រីមានអារម្មណ៍ចង់ឲ្យលោកប៉ារបស់លោកស្រីជាមនុស្សបែបណាដែរចា៎ចង់ឲ្យលោកប៉ាមានភាពជឿជាក់ចំពោះខ្ញុំចង់ឲ្យលោកប៉ាគិតថាកូនស្រីរបស់គាត់ពូកែនាងអាចធ្វើបានដែលឡែកក្នុងរឿងយូតាប្រហែលជាខ្ញុំមិនមានភាពជឿជាក់លើគេទេមែនទេខ្ញុំតែងតែគិតខុសថាបើមិនមានខ្ញុំទេយូតាអាចធ្វើអ្វីបានទេយូតាមិនអាចធ្វើអ្វីបានទេទើបខ្ញុំចូលចិត្តសួរពីនេះពីនោះខ្ញុំចង់ផ្ដល់ភាពជឿជាក់ឲ្យយូតាឲ្យបានច្រើនប៉ុន្តែនេះជាកំហុសទៅវិញលោកស្រីបានយល់នឹងការលំបាករបស់យូតានិងប៉ារបស់លោកស្រីហើយមែនទេបើដូច្នោះយើងវិលត្រឡប់ទៅរកទំនាក់ទំនងរវាងលោកស្រីនិងស្វាមីរបស់លោកស្រីម្ដងតើលោកស្រីចាំនៅអ្វីដែលយើងបានពិភាក្សាគ្នាកាលពីព្រឹកមិញដែរទេខ្ញុំបានប្រាប់ទៅលោកស្រីថាមូលហេតុយូតាកូនប្រុសសំណប់របស់លោកស្រីត្រូវមិត្តភ័ក្តិធ្វើបាបគឺមកពីលោកស្រីស្អប់មនុស្សដែលនៅក្បែរខ្លួនចា៎ខ្ញុំនេះចាំបានហើយខ្ញុំបានប្រាប់ថាខ្ញុំមិនបានស្អប់ស្វាមីទេគ្រាន់តែខ្ញុំមិនគោរពគាត់បើដូច្នោះមានរឿងអ្វីខ្លះដែលធ្វើឲ្យលោកស្រីគិតថាគាត់គឺជាមនុស្សមានគុណលើលោកស្រីអាចប្រាប់ខ្ញុំបានទេខ្ញុំតែងតែគិតថាគាត់ជាមនុស្សគ្មានការសិក្សាគ្មានទស្សនវិស័យគ្មានសមត្ថភាពក្នុងការដោះស្រាយរឿងយូតាទាំងដឹងថាខ្ញុំពិបាកចិត្តក្នុងរឿងនេះប៉ុណ្ណាក៏ដោយតែបែរជាគាត់គិតថាជាការល្អទៅវិញទោះបីខ្ញុំធ្លាប់រអ៊ូប្រាប់គាត់ពីបញ្ហានេះក្តីប៉ុន្តែខ្ញុំមិនដែលពិភាក្សាឲ្យស៊ីជម្រៅជាមួយគាត់ម្ដងណាទេហើយមិនដែលនឹងគិតថាស្ដាប់យោបល់របស់គាត់ដែរមកដល់ចំណុចនេះអេកូចាប់ផ្ដើមគិតថានាងមើលប្តីក្នុងផ្លូវតែមួយដូចគ្នានឹងឪពុករបស់នាងដែរនាងលន់មាត់ទាំងភ្ញាក់ផ្អើលថាវាដូចអ្វីដែលខ្ញុំធ្លាប់គិតទៅនឹងលោកប៉ាអញ្ចឹងដែរពិតណាស់មនុស្សស្រីភាគច្រើនតែងតែគិតថាមនុស្សប្រុសសុទ្ធតែដូចគ្នាទាំងអស់បើតាមខ្ញុំបានស្ដាប់មកមើលទៅស្វាមីរបស់លោកស្រីហាក់ដូចជាមានការជឿជាក់ទៅលើយូតាច្រើនចា៎អញ្ចឹងមែនខ្ញុំគួរតែធ្វើតាមស្វាមីរបស់ខ្ញុំទើបបានត្រូវយូតាតែងតែនិយាយរឿងផ្សេងឲ្យប៉ាគេស្ដាប់មកពីប៉ារបស់គេមានការជឿជាក់ទើបយូតាបើកចំហបញ្ហាជាមួយប៉ាខ្ញុំមិនដែលសម្លឹងឃើញនៅចំណុចល្អនេះរបស់គាត់ទេលោកស្រីពិតជាគិតដូច្នោះមែនឬឥឡូវនេះខ្ញុំនឹងឲ្យការងារទៅលោកស្រីធ្វើលោកស្រីសាកសម្រេចចិត្តមើលថាតើត្រូវធ្វើឬក៏មិនធ្វើកាលពីមុននេះខ្ញុំបានណែនាំលោកស្រីឲ្យសរសេរអរគុណនិងសុំទោសប៉ាលោកស្រីតែពេលនេះខ្ញុំចង់ឲ្យលោកស្រីសរសេរវាបន្ថែមទៀតសម្រាប់រៀបរាប់ឲ្យបានច្រើនបំផុតទៅតាមអ្វីដែលលោកស្រីអាចធ្វើបានលោកស្រីសរសេរប៉ុន្មានសន្លឹកក៏បានដែរពេលសរសេររួចហើយលោកស្រីយកក្រដាសមួយសន្លឹកទៀតមកសរសេរថាតើត្រូវប្រព្រឹត្តខ្លួនយ៉ាងដូចម្ដេចចំពោះឪពុកមិនមែនសរសេរដើម្បីដឹងកំហុសរបស់ខ្លួនបានធ្វើអំពើមិនល្អមកលើឪពុកនោះទេគឺដើម្បីឲ្យលោកស្រីបានស្វែងយល់អំពីកិច្ចប្រតិបត្តិចំពោះស្វាមីម្យ៉ាងទៀតនៅពេលយប់ពេលយូតាគេងលក់ហើយនោះលោកស្រីត្រូវសម្លឹងមុខដោយក្តីស្រឡាញ់ហើយខ្សឹបដាក់គេថាម៉ាក់អរគុណ100ដងស្ដាប់ហើយគួរឲ្យចង់សាកល្បងណាស់មែនទេចាខ្ញុំនឹងសាកល្បងមើលបន្ទាប់ពីបិទទូរស័ព្ទបញ្ចប់ការសន្ទនាជាមួយលោកយ៉ាងូជីមិនយូរប៉ុន្មានយូតាក៏បានមកដល់ផ្ទះយូតាទុកកាតាបរៀនចោលនៅមុខទ្វាររួចទៅយកស្រោមដៃនិងគ្រាប់បេសបលទៅលេងនៅសួនសាធារណៈដូចសពមួយដងម្សិលមិញត្រូវមិត្តភក្តិដេញធ្វើបាបហើយថ្ងៃនេះនៅតែចង់ទៅលេងនៅសួនសាធារណៈទៀតក្នុងចិត្តអេកូពេញទៅដោយក្តីបារម្ភដើម្បីធ្វើខ្លួនមិនឲ្យបារម្ភជាងនេះអេកូព្យាយាមសរសេរតាមការណែនាំរបស់លោកយ៉ាងូជីមានច្រើនយ៉ាងដែលនាងចង់អរគុណឪពុករបស់នាងដូចជា
រឿងដែលចង់អរគុណឪពុកលោកប៉ាជាមេជាងសំណងធ្វើការងារទាំងលុយហត់ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារកាលពីនៅតូចខ្ញុំតែងតែគ្រុនក្តៅនៅពេលយប់គ្រប់ពេលលោកប៉ាគឺជាអ្នកបើកឡានជូនខ្ញុំទៅមន្ទីរពេទ្យប៉ាត្រូវធ្វើការងារនៅពេលថ្ងៃប្រហែលជាប៉ាអត់ងងុយខ្លាំងណាស់ហើយមើលទៅដែលត្រូវគេងយប់ជ្រៅដូចនេះកាលនៅពីតូចប៉ាចូលចិត្តនាំទៅដើរលេងសមុទ្រនិងទន្លេប៉ាបង្រៀនឲ្យខ្ញុំចេះហាលទឹកកាលពីខ្ញុំនៅតូចខ្ញុំជួយចិត្តមើលឡងខ្លាំងណាស់ជារៀងរាល់ឆ្នាំដល់ពេលថ្ងៃកំណើតរបស់ខ្ញុំប៉ាតែងតែទិញមេឡុងធ្វើជាកាដូឲ្យខ្ញុំកាលពីខ្ញុំនៅតូចខ្ញុំធ្លាប់ត្រូវបានកូនគេនៅក្បែរផ្ទះធ្វើបាបប៉ាបានទៅផ្ទះរបស់ក្មេងនោះដើម្បីនិយាយជាមួយឪពុកម្ដាយរបស់គេខ្ញុំបានបន្តការសិក្សានៅសាកលវិទ្យាល័យឯកជនប៉ាគឺជាអ្នកបង់ប្រាក់ឲ្យខ្ញុំរៀនដោយមិនបានរអ៊ូរទាំមួយម៉ាត់ពេលនោះគ្រួសារយើងត្រូវចំណាយលើការចាយវាច្រើនយ៉ាងកាលពីខ្ញុំបានការងារដំបូងប៉ាកំងស៊ូស៊ីមកជប់លៀងនៅផ្ទះវាគឺជាស៊ូស៊ីដែលមានតម្លៃថ្លៃបំផុតប៉ុន្តែបែរជាខ្ញុំនិយាយថាមិនចេះញ៉ាំស៊ូស៊ីទៅវិញប៉ាបាកងធនាគារឲ្យកូនគ្រប់គ្នាព្រមទាំងនិយាយថាទុកប្រើពេលត្រូវការចាំបាច់ជាបន្ទាន់ហើយដាក់ប្រាក់ក្នុងគណនីឲ្យបើទោះបីចំនួនតិចតួចក្តីប៉ាព្យាយាមហុចសិភៅធនាគារនោះមកឲ្យខ្ញុំមុនថ្ងៃរៀបការតែខ្ញុំបានប្រាប់គាត់ថាមិនចង់ដើរកាន់ចុះឡើងផ្ទេរចូលធនាគារល្អជាងហើយខ្ញុំក៏មិនបានទទួលវានៅថ្ងៃនោះដែររឿងដែលចង់សុំទោសបានផុសឡើងមកក្នុងខួរក្បាលរបស់នាងបន្ទាប់ពីបានសរសេរនៅរឿងដែលចង់អរគុណចប់នាងសរសេររឿងដែលចង់អរគុណនិងរឿងដែលចង់សុំទោសលាយឡំនឹងភាពសឹកសួលប៉ាស្រឡាញ់ខ្ញុំដល់ថ្នាក់នឹងឬទោះបីជាខ្ញុំរឹងរូសយ៉ាងណាក៏ប៉ានៅតែស្រឡាញ់ខ្ញុំព្រោះខ្ញុំប្រកាន់តិដ្ឋិមិនព្រមអភ័យលើកលែងបានជាខ្ញុំមិនបានទទួលនូវក្តីស្រឡាញ់នេះទោះបីជាខ្ញុំបានទទួលក្តីស្រឡាញ់ពីប៉ាច្រើនលើសលប់យ៉ាងណាក៏ខ្ញុំមិនដែលធ្វើអ្វីតបស្នងគាត់ម្ដងណាវិញទេសូម្បីតែបន្តិចក៏គ្មានដែរភ្លាមនោះនាងក៏គិតឃើញថានាងមិនដែលផ្ដល់កិត្តិយសដល់អាជីពប៉ារបស់នាងទេនាងយល់ឃើញថាការងារសំណងគឺជាការងារដែលថោកទាបបំផុតឬជាការងារដែលមិនចាំបាច់ប្រើចំណេះដឹងទោះបីតែដឹងថាខ្លួនរៀនចប់សាកលវិទ្យាល័យបានមកពីការខិតខំប្រឹងធ្វើការរកប្រាក់របស់ឪពុកនាងយ៉ាងណាក្តីនាងទើបតែភ្ញាក់ខ្លួនលើកដំបូងហើយផ្ដើមមានអារម្មណ៍គោរពនិងអរគុណនៅអាជីពរបស់ប៉ានាងពេលនេះនាងក៏កំពុងមាក់ងាយអាជីពរបស់ប្តីនាងថាមិនចាំបាច់ប្រើចំណេះដឹងអារម្មណ៍ដែលធ្លាប់ស្អប់ប្តីថាជាមនុស្សគ្មានការសិក្សាប្រៀបទៅនឹងអារម្មណ៍ដែលនាងធ្លាប់ស្អប់ឪពុកដូច្នេះនាងត្រូវមានរឿងជាច្រើនដែលត្រូវអរគុណប្តីរបស់នាងបន្ទាប់ពីនាងបានគិតដូច្នោះនាងក៏យកក្រដាសមួយសន្លឹកទៀតហើយសរសេរថាតើគួរប្រតិបត្តិជាមួយនឹងឪពុកយ៉ាងដូចម្តេចមកដល់ត្រង់ចំណុចនេះនាងសរសេរដោយពុំចាំបាច់គិតអ្វីទាំងអស់គឺបង្ហោរវាចេញមកតាមសម្រួលបែបអារម្មណ៍ដែលមានពុទ្ធិនិងការភ្ញាក់រលឹកជារឿយៗតើគួរប្រតិបត្តិជាមួយនឹងឪពុកយ៉ាងដូចម្តេចអរគុណចំពោះក្តីស្រឡាញ់របស់ឪពុកដែលបង្កប់ក្នុងអាកប្បកិរិយានិងពាក្យសម្ដីអ្វីដែលត្រូវយល់គឺថាវាគ្មាននរណាម្នាក់ល្អឥតខ្ចោះទោះបីជាឪពុកឬខ្លួនយ៉ាងនោះក្តីត្រូវអរគុណចំពោះលោកដែលខំធ្វើគ្រប់យ៉ាងដើម្បីយើងមិនត្រូវធ្វើខ្លួនជាអ្នកទទួលក្តីស្រឡាញ់តែម្យ៉ាងប៉ុន្តែត្រូវធ្វើខ្លួនជាអ្នកផ្ដល់ក្តីស្រឡាញ់ផងជាពិសេសធ្វើយ៉ាងណាឲ្យលោកសប្បាយចិត្តពេលមិនចូលចិត្តអ្វីមួយត្រូវប្រាប់ពីអារម្មណ៍ពិតដើម្បីបង្កើតទំនាក់ទំនងដ៏ល្អនឹងគ្នាហើយគួរប្រតិបត្តិដល់ស្វាមីដូច្នោះដែរស្វាមីខំប្រឹងធ្វើការដើម្បីគ្រួសារស្វាមីគឺជាគូជីវិតរួមរស់ជាមួយគ្នាក៏ប៉ុន្តែបែរជាខ្ញុំភ្លេចអរគុណគាត់ហើយនេះប្រហែលជាលើកដំបូងដែលខ្ញុំមើលគាត់ក្នុងផ្លូវល្អដោយអ្វីដែលខ្ញុំបានអរគុណប៉ានៅក្នុងថ្ងៃនេះខ្ញុំនឹងនិយាយពីអរគុណគាត់ពេលនាងកំពុងអង្គុយគិតពីបញ្ហាផ្សេងៗខាងក្រៅផ្ទះមេឃក៏ចាប់ផ្ដើមងងឹតថ្ងៃនេះតាំងតែពីព្រឹកអេកូមិនបានធ្វើកិច្ចការងារផ្ទះទេនាងទូរស័ព្ទទៅលោកយ៉ាងូជីតាំងពីម៉ោង 9 ព្រឹករហូតមកដល់ពេលនេះអេកូ
រវល់តែនឹកគិតរលឹកឡើងវិញនៅអតីតកាលរបស់នាងវីវហើយដល់ម៉ោងអាហារពេលល្ងាចហើយពេលនោះយូតាក៏ត្រឡប់មកវិញម៉ាក់កូនមានរឿងចង់ប្រាប់មានបញ្ហាអីកូនមានដំណឹងល្អអីចង់ប្រាប់ម៉ាក់ម៉ាក់ស្គាល់ថៃខិមែនទេកាលពីម្សិលមិញនៅសួនសាធារណៈថៃខិបានយកបាល់គប់ដាក់ខ្ញុំអូអញ្ចឹងថៃខិធ្វើបាបកូនដល់ថ្នាក់នឹងផងអំបញ្ញមិញនេះពេលកូនកំពុងដើរត្រឡប់មកផ្ទះវិញថៃខិបានដើរមករកខ្ញុំហើយគេនិយាយថាសុំទោសដែលបានធ្វើបាបឯងកាលពីម្សិលមិញមែនទេឯកូននិយាយទាំងស្រឡាំងកាំងនាងមានអារម្មណ៍ដូចបានជួបនៅវត្ថុស័ក្តិសិទ្ធិហេតុការណ៍ដែលបានកាត់ឡើងនៅថ្ងៃនេះគឺបណ្ដាលមកពីខ្ញុំបានសម្រុះសម្រួលនឹងលោកប៉ាយ៉ាងពិតប្រាកដណាស់នាងមានអារម្មណ៍ដូច្នោះអេកូចង់និយាយជាមួយយូតាឲ្យបានច្រើនតែនាងសម្រេចចិត្តកុំងអាហារពេលល្ងាចមកញ៉ាំក្នុងពេលកំពុងរង់ចាំអាហារនាងបាននិយាយទៅកាន់យូតាថាឲ្យម៉ាក់សុំទោសកន្លងមកម៉ាក់និយាយច្រើននឹងចូលចិត្តរអ៊ូរទាំស្ដីបន្ទោសឲ្យកូនចាប់ពីពេលនេះទៅម៉ាក់នឹងប្រុងប្រយ័ត្នក្នុងការនិយាយម៉ាក់នឹងមិននិយាយច្រើនប្រសិនបើយូតាមានអ្វីឲ្យចង់ម៉ាក់ជួយកូនអាចប្រាប់ម៉ាក់បានម៉ាក់ជឿជាក់លើកូនយូតាសប្បាយចិត្តជាខ្លាំងពេលបានឮម្ដាយខ្លួននិយាយដូចនេះបាទម៉ាក់កូនអរគុណតាមពិតទៅយូតាក៏ចង់ឲ្យម្ដាយរបស់ខ្លួនមានការជឿជាក់មកលើខ្លួនដែរថ្ងៃនេះម្ដេចអីក៏ចម្លែកម្លេះមានតែរឿងល្អៗកើតឡើងយូតានិយាយពេលអីក៏បានឮដូច្នោះធ្វើឲ្យអារម្មណ៍របស់នាងសប្បាយចិត្តមួយរំពេចមិនយូរប៉ុន្មានអាហារក៏បានមកដល់កូនញ៉ាំមុនទៅម៉ាក់ចាំប៉ាឯងមកធ្វើការវិញបានញ៉ាំចម្លែកណាស់ជាធម្មតាម៉ាក់ញ៉ាំមុនប៉ាថ្ងៃនេះម៉ាក់ចង់ញ៉ាំជាមួយប៉ាឯងគាត់ធ្វើការត្រឡប់មកវិញនឿយហត់ហើយញ៉ាំបាយម្នាក់ឯងទៀតម៉ាក់អាណិតប៉ាឯងណាបើអញ្ចឹងខ្ញុំចាំញ៉ាំជាមួយប៉ាដែរបើញ៉ាំជុំគ្រួសារពិតជាសប្បាយណាស់កូនពិតជាមានសន្តានចិត្តដូចជាប៉ារបស់ឯងអញ្ចឹងចម្លែកទៀតហើយជាធម្មតាម៉ាក់តែងតែនិយាយថាប៉ាជាមនុស្សមិនល្អមិនទាន់សម័យម៉ាក់បាននិយាយអញ្ចឹងមែនម៉ាក់គិតខុសខ្លួនឯងប៉ាកូនជាមនុស្សមានសន្តានចិត្តល្អរឹងប៉ឹងនិងជាមនុស្សប្រុសដើមទ្រូង5ហត្ថម៉ាក់និយាយថាបើកូនមិនខំរៀននឹងមិនអាចរកការងារល្អជាងប៉ាបាននោះទេម៉ាក់សុំទោសម៉ាក់គិតរឿងនេះខុសដូចគ្នាការងាររបស់ប៉ាកូនគឺជាការងារសុចរិតជាប្រយោជន៍ដល់អ្នកដទៃប៉ះសិនបើប៉ាកូនមិនខំធ្វើការយើងក៏មិនមានរបស់ញ៉ាំឆ្ងាញ់ឆ្ងាញ់អញ្ចឹងដែរពួកយើងត្រូវអរគុណគាត់ដឹងអត់ម៉ាក់គិតអញ្ចឹងពិតប្រាកដទេចាពិតហើយពេលលើកអេកូនិយាយដូច្នោះយូតាញញឹមសប្បាយក្នុងចិត្តកូននឹងខំប្រឹងព្យាយាមដើរតាមគន្លងប៉ាម៉ាក់ពាក្យសម្ដីរបស់អេកូប្រៀបបីដូចជាការបើកផ្លូវឲ្យយូតាកោតគោរពទៅលើឪពុកខ្លួនវាជាពាក្យសម្ដីធ្វើឲ្យយូតាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបានមួយសន្ទុះកន្លងផុតទៅប្តីនាងក៏ត្រឡប់មកផ្ទះហើយអ្នកទាំង3នាក់ក៏បានញ៉ាំអាហារពេលល្ងាចជុំគ្នាប្រហែលជាមកពីការបានញ៉ាំបាយពេលល្ងាចជុំគ្នាទើបថ្ងៃនេះធ្វើឲ្យប្តីរបស់នាងសប្បាយចិត្តជាខ្លាំងគាត់ពិសាបាយមាន់ហៃណាន់ក៏ត្រជាក់ដោយពោលពាក្យថាឆ្ងាញ់ឆ្ងាញ់មិនដាច់ពីមាត់នៅពេលស្វាមីរបស់នាងកំពុងងូតទឹកយូតាក៏ជល់គេងមើលថាយូតាបានគេងលក់ហើយអេកូក៏សម្លឹងមើលមុខដោយខ្សឹបក្នុងចិត្តថាម៉ាក់អរគុណពាក្យសម្ដីនោះបានធ្វើឲ្យនាងចាប់ផ្ដើមមានអារម្មណ៍ចង់អរគុណកូនចេញពីក្រអៅបេះដូងពិតរយៈពេលកន្លងមកនេះខ្ញុំមានអារម្មណ៍បន្ទោសកូនថាគឺជាអ្នកធ្វើឲ្យខ្ញុំលំបាកចិត្តក៏ប៉ុន្តែព្រោះកូនបានធ្វើឲ្យម៉ាក់យល់ដឹងច្បាស់នៅការពិតកូនទេគឺជាអ្នកនាំម៉ាក់ទៅរកផ្លូវដ៏ត្រឹមត្រូវពេលគិតដូច្នោះនាងក៏ចាប់ផ្ដើមមើលឃើញកូនរបស់នាងប្រៀបដូចជាកូនទេវតាតូចមួយទឹកភ្នែករបស់នាងក៏ស្រក់ចុះមកដោយមិនដឹងខ្លួនថ្ងៃនេះអេកូនាងយំពេញមួយថ្ងៃសំឡេងទូរស័ព្ទក៏បានបន្លឺឡើងមានសារផ្ញើចូលមកក្នុងទូរស័ព្ទសារនោះជាសំឡេងរបស់ម្ដាយនាងផ្ញើជូនចំពោះអេកូ
ប៉ារបស់កូនបានរៀបរាប់រឿងរ៉ាវដែលបានកាត់ឡើងនៅថ្ងៃនេះឲ្យម៉ាក់ស្ដាប់អស់ហើយប៉ារបស់កូននិយាយបណ្ដើយំបណ្ដើម៉ាក់ក៏សប្បាយចិត្តរហូតដល់ទប់ទឹកភ្នែកមិនបានដូចគ្នាប៉ារបស់កូនបានប្រាប់ម៉ាក់ថាតាំងតែពីកើតពីពោះម្ដាយមក70ឆ្នាំជាងហើយថ្ងៃនេះគឺជាថ្ងៃដែលមានសេចក្តីសុខបំផុតក្នុងជីវិតជាធម្មតាប៉ារបស់កូនតែងតែញ៉ាំស្រាពេលពិសាអាហារពេលល្ងាចប៉ុន្តែថ្ងៃនេះគាត់បាននិយាយថាបើផឹកស្រវឹងទៅខ្លាចមិនបានសប្បាយចិត្តទើបគាត់មិនបានញ៉ាំពេលណាទើបកូនមកលេងផ្ទះម្ដងទៀតម៉ាក់ប៉ានៅរងចាំណាពីម៉ាក់លោកប៉ាជាមនុស្សមិនអាចខ្វះស្រាបានទេនេះប៉ារហូតដល់ថ្នាក់មិនញ៉ាំស្រាផងពាក្យសម្ដីដែលខ្ញុំបាននិយាយជាមួយប៉ាអាចធ្វើឲ្យគាត់មានសេចក្តីសុខដល់ម្លឹងផងកន្លងមកទោះឈឺប៉ុណ្ណាក៏ប៉ាមិនអាចអត់ស្រាបានប៉ាញ៉ាំរហូតព្រោះដើម្បីបំបត្តិកង្វល់តែដឹងដល់ហើយទឹកភ្នែករបស់អេកូហូរធ្លាក់ចុះមកម្ដងទៀតមានរឿងអ្វីហេតុអីបានជាអូនយំប្តីរបស់នាងសួរគណៈពេលចេញមកពីបន្ទប់ទឹកអេកូបានរៀបរាប់រឿងរ៉ាវដែលបានកាត់ឡើងនៅថ្ងៃនេះឲ្យប្តីនាងស្ដាប់ឥតចន្លោះកាលពីព្រឹកមិញខ្ញុំបានខលទៅរកលោកយ៉ាងូជីហើយបានសរសេររឿងរ៉ាវជាច្រើនតាក់ទងនឹងកំហឹងដែលខ្ញុំមានចំពោះប៉ារួមទាំងសរសេរទុកកង្វល់ទាំងអស់ចូលទៅក្នុងក្រដាសពេលថ្ងៃខ្ញុំខលទូរស័ព្ទទៅរកលោកប៉ាហើយបាននិយាយគ្នាជាច្រើនរឿងអញ្ចឹងផងប៉ាក៏យំដែរមែនទេប្តីរបស់នាងទឹកភ្នែកឡើងរលីងរលោងពេលស្ដាប់អេកូរៀបរាប់រឿងរ៉ាវហើយនាងក៏បាននិយាយប្រាប់រឿងមិត្តភ័ក្តិយូតាបានមកសុំទោសមានរឿងចម្លែកខ្លះដែលយើងនឹកស្មានមិនដល់វាក៏អាចកាត់ឡើងបានដែរណាមែនតើទៅបងក៏មិនសិលយល់អំពីពិធីការរបស់លោកយ៉ាងូជីប៉ុន្មានដែរក៏ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺបងឃើញអូនសប្បាយចិត្តឡើងវិញពេលឮដូច្នោះអេកូទប់ទឹកភ្នែករបស់ខ្លួនមិនបានព្រមទាំងពោលពាក្យសុំទោសប្តីអរគុណអូនត្រូវអរគុណបងថ្ងៃនេះខ្ញុំមានអារម្មណ៍ថាបងគឺជាប្តីដែលគួរឲ្យគោរពជាទីបំផុតអភ័យទោសឲ្យអូនផងកន្លងមកអូនមិនដែលមើលឃើញនៅទង្វើល្អរបស់បងស្វាមីគ្រាន់តែបានឮពាក្យសុំទោសរបស់អេកូទឹកភ្នែកក៏ហូរធ្លាក់ចុះមកដោយមិនដឹងខ្លួនស្អែកឡើងអេកូខលទូរស័ព្ទទៅលោកយ៉ាងូជីដើម្បីថ្លែងអំណរគុណដែលតាមពិតទៅកាលពីព្រលឹមប្តីរបស់នាងក៏បានខលទៅដែរព្រឹកមិញនេះខ្ញុំក៏បានទទួលទូរស័ព្ទស្វាមីលោកស្រីដែរខ្ញុំពិតជាត្រេកអរណាស់ដោយការណែនាំរបស់ខ្ញុំជាប្រយោជន៍អាចជួយដល់លោកស្រីខ្ញុំសូមកោតសរសើរនៅភាពក្លាហានរបស់លោកស្រីបន្ទាប់ពីនេះទៅគឺជាដំណាក់កាលដ៏សំខាន់បំផុតជារៀងរាល់ថ្ងៃលោកស្រីត្រូវបែងចែកពេលវេលាឲ្យបានត្រឹមត្រូវនិងនិយាយក្នុងចិត្តថាអរគុណឲ្យបាន100ដងទៅកាន់ឪពុកស្វាមីនិងយូតាល្ងាចថ្ងៃនោះម៉ាក់កូនត្រឡប់មកវិញហើយយូតាត្រឡប់មកផ្ទះវិញដោយភាពរីករាយម៉ាក់ចាំស្ដាប់ណាថ្ងៃនេះមិត្តភក្តិខ្ញុំបានបបួលខ្ញុំទៅលេង baseball ខ្ញុំទៅលេងសិនហើយណាយូតាដើរទៅយកស្រោមដៃហើយក៏រត់ចេញទៅភ្លាមអេកូទឹកភ្នែករលីងរលោងម្ដងទៀតនាងរំជួលចិត្តរហូតដល់និយាយលេងចេញសំបីតែពាក្យថាកូនទៅចុះអត្ថបទនេះដកស្រង់ចេញពីសៀវភៅច្បាប់របស់កេងចក់រក្សាសិទ្ធិសម្លេងដោយវិបាសា សូមដកដង្ហើមចូលវែងដកដង្ហើមចេញតាមសម្រួលចូលរីករាយជាមួយការដកដង្ហើមចេញនិងដកដង្ហើមចូលប្រកបដោយស្នាមញញឹមនៅក្នុងចិត្តរៀងខ្លួន
ជាថ្មីម្ដងទៀតសូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ខ្សែវីដេអូដ៏សំខាន់មួយនេះល្ងាចនេះខ្ញុំនឹងចែករំលែកអំពីអំណាចនៃភាពស្ងប់ស្ងាត់នៅក្នុងព្រះពុទ្ធសាសនាបានបង្រៀនច្រើនមែនទែនបរមបុរាណរបស់យើងក៏បានបង្រៀនកូនចៅតជំនាន់អំពីអំណាចនៃភាពស្ងប់ស្ងាត់អំពីសក្តានុពលនៃភាពស្ងប់ស្ងាត់អញ្ចឹងនៅក្នុងខ្សែវីដេអូនេះខ្ញុំនឹងចែករំលែកអំពីសក្តានុពលនៃភាពស្ងប់ស្ងាត់ហើយយើងទាំងអស់គ្នាគួរតែរក្សាភាពស្ងប់ស្ងាត់នៅក្នុងស្ថានភាពទាំង5ខ្ញុំជឿថាខ្សែវីដេអូមួយនេះនឹងជួយដល់បងប្អូនមិនថាក្មេងមិនថាចាស់នៅពេលដែលស្ដាប់ដោយយកចិត្តទុកដាក់នៅពេលដែលស្ដាប់ដោយការផ្ដោតនឹងទទួលបានផលអំពីខ្សែវីដេអូមួយនេះអាចយកទៅប្រើនៅកន្លែងការងារជាមួយគ្រួសារឬនៅក្នុងស្ថានភាពការជជែកជាមួយមិត្តភ័ក្តិផ្សេងទី1អំណាចនៃភាពស្ងប់ស្ងាត់នៅពេលដែលយើងរក្សាភាពស្ងប់ស្ងាត់មិនមែនមានន័យថាយើងគេចវេះអំពីបញ្ហានោះទេនៅពេលដែលយើងផ្ដល់ឱកាសឲ្យខ្លួនឯងទទួលបានភាពស្ងប់ស្ងាត់មានន័យថាយើងបើកច្រកទ្វាររីករាយជាមួយបច្ចុប្បន្នភាពយើងបើកទ្វារទទួលស្គាល់ភាពអស្ចារ្យនៃបច្ចុប្បន្នភាពរបស់យើងពីព្រោះនៅក្នុងដំណើរជីវិតរបស់យើងប្រចាំថ្ងៃពេលខ្លះយើងអាចរវល់ច្រើនយើងអាចខ្វល់ខ្វាយច្រើនជាមួយអតីតកាលដែលបានកន្លងផុតទៅហើយយើងក៏អាចព្រួយបារម្ភអំពីអនាគតកាលដែលមិនទាន់មកដល់នៅពេលដែលយើងខ្វល់ខ្វាយច្រើនយើងបារម្ភច្រើនអំពីអតីតកាលឬអំពីអនាគតវាធ្វើឲ្យយើងភ្លេចរីករាយជាមួយបច្ចុប្បន្នភាពដែលយើងកំពុងតែមានម្ល៉េះហើយម្ដងម្កាលចូលផ្ដល់ឱកាសឲ្យខ្លួនឯងទទួលបាននូវភាពស្ងប់ស្ងាត់ផ្ដល់ឱកាសឲ្យខ្លួនឯងបានរីករាយជាមួយបានរីករាយជាមួយបច្ចុប្បន្នភាពរបស់ខ្លួនដោយលោកគ្រូថញ្ញឋានបានមានសន្និកាថាយើងរាល់គ្នាត្រូវការភាពស្ងប់ស្ងាត់ប្រៀបដូចជារុក្ខជាតិត្រូវការពន្លឺថ្ងៃអញ្ចឹងដែររុក្ខជាតិទាំងឡាយมันអាចមានសម្រស់ស្រស់បំព្រងมันអាចមានសុខភាពល្អប្រសិនបើมันមានពន្លឺថ្ងៃគ្រប់គ្រាន់យើងក៏ដូចគ្នានៅពេលដែលយើងអត់មានភាពស្ងប់ស្ងាត់គ្រប់គ្រាន់ក៏យើងអាចទទួលបានបញ្ញាពេញលេញផងដែរពីព្រោះយើងអាចរវល់ជាមួយបច្ចេកវិទ្យាអាចរវល់ជាមួយបណ្ដាញសង្គមផ្សេងពេលខ្លះទូរស័ព្ទពេលខ្លះកុំព្យូទ័រពេលខ្លះនឹកឃើញសរសេរនេះនឹកឃើញសរសេរនោះពេលខ្លះចង់ផុសនេះចង់ផុសនោះយើងភ្លេចដល់ខ្លួនឯងភ្លេចដល់រីករាយជាមួយបច្ចុប្បន្នភាពរបស់ខ្លួននៅពេលដែលនឹកដល់ចំណុចនេះខ្ញុំនឹកឃើញដល់សុភាសិតមួយដ៏អស្ចារ្យដោយសម្ដេចព្រះមហាខួរសនន្តាព្រះអង្គមានបន្ទូលថាបច្ចុប្បន្នគឺជាមាតានៃអនាគតប្រសិនបើចង់ឲ្យអនាគតរបស់យើងល្អចង់ឲ្យអនាគតរបស់យើងពោរពេញទៅដោយថាមពលយើងគួរថែរក្សានៅមាតារបស់យើងឲ្យបានល្អមានន័យថាយើងគួរថែរក្សានៅបច្ចុប្បន្នភាពរបស់យើងឲ្យបានល្អប្រសិនបើបច្ចុប្បន្នភាពយើងខ្វល់ខ្វាយច្រើនយើងអត់ទាំងមានពេលរីករាយជាមួយបច្ចុប្បន្នភាពផងតែយើងអាចរំពឹងឲ្យអនាគតរបស់យើងប្រសើរមិនដាច់ខាតម្ល៉េះហើយព្រះអង្គមានសន្និកាថាចូលរក្សានៅបច្ចុប្បន្នភាពឲ្យបានល្អប្រសិនបើចង់ឲ្យអនាគតរបស់យើងប្រសើរចង់ឲ្យអនាគតរបស់យើងរីករាយចង់ឲ្យអនាគតរបស់យើងដូចអ្វីដែលយើងចង់បានទី2គួររក្សាភាពស្ងៀមស្ងាត់នៅពេលដែលយើងខឹងមែនតើនៅពេលដែលយើងខឹងជាមួយអ្នកណាម្នាក់ឬមួយនៅពេលដែលយើងខឹងជាមួយស្ថានភាពណាមួយអារម្មណ៍វាពុះ control ធម្មពលអវិជ្ជមានវាពុះ control ហើយពាក្យសម្ដីរបស់យើងនឹងប្រហែលជាមិនល្អ
ពាក្យសម្ដីរបស់យើងប្រហែលជាពោពេញទៅដោយត្រគុះបោះបោកម្ល៉េះហើយសតិឬក៏សមាធិមានតួនាទីសំខាន់ខ្លាំងមែនទែនដែលជួយឲ្យយើងយល់អំពីស្ថានភាពដែលយើងកំពុងតែខឹងនៅក្នុងព្រះពុទ្ធសាសនានៅក្នុងអត្ថង្គិកមៈទាំង8ព្រះអង្គបានពន្យល់អំពីសមាវាចាការប្រើប្រាស់ពាក្យពេចន៍ដោយប្រពៃការនិយាយដោយប្រពៃព្រោះមែនទែននៅពេលដែលយើងខឹងហើយយើងអាចប្រើពាក្យសម្ដីសមរម្យទេយើងអាចមានសមត្ថភាពគ្រប់គ្រងអារម្មណ៍របស់យើងឬមួយយើងអាចមានសមត្ថភាពគ្រប់គ្រងនៅពាក្យសម្ដីរបស់យើងទេយើងអាចជះកំហឹងរបស់យើងតាមរយៈពាក្យសម្ដីដោយព្រះសម្មាសម្ពុទ្ធបានសម្ដែងថានៅពេលដែលយើងខឹងនរណាម្នាក់ប្រៀបដូចជាយើងកំពុងតែកាន់នៅដុំថ្មដុតក្តៅឬមួយក៏រងើកភ្លើងដុតក្តៅមុននឹងយើងជះរងើកឬក៏បោះមុននឹងយើងបោះរងើកភ្លើងនឹងទៅគេមានន័យថារងើកភ្លើងនឹងបានជះកម្ដៅមកលើយើងហើយបាត់ហើយអញ្ចឹងប្រសិនបើយើងកំពុងតែខឹងនរណាម្នាក់ឬមួយខឹងជាមួយស្ថានភាពអីមួយចូលកុំនិយាយចូលកុំប្រតិកម្មតបភ្លាមនៅក្នុងចំណុចនេះព្រះសម្មាសម្ពុទ្ធបានបង្រៀនយើងមិនឲ្យយើងខឹងទេពីព្រោះយើងជាមនុស្សយើងមិនអាចជៀសផុតបានទេមិនអាចជៀសវាងបានទេក្នុងការខឹងជាមួយបុគ្គលណាម្នាក់នោះប៉ុន្តែគ្រាន់ថានៅពេលដែលយើងខឹងជាមួយបុគ្គលណាម្នាក់នៅពេលដែលយើងខឹងជាមួយស្ថានភាពណាមួយចូលកុំប្រើអារម្មណ៍របស់យើងកុំជះកំហឹងរបស់យើងភ្លាមតាមរយៈការប្រតិកម្មតបចឹងហើយនៅកន្លែងនេះសតិឬក៏សមាធិមានសមត្ថភាពអាចជួយយើងហើយសំណួរមួយចំនួនដែលយើងត្រូវសួរបែរជាយើងអាចសួរថាហេតុអីបានខ្ញុំត្រូវខឹងការខឹងរបស់ខ្ញុំនឹងបានផលអីមកពីការខឹងមានអីចំណេញកំហឹងនឹងវាជាអារម្មណ៍ដែលកើតឡើងមកផ្លែតទៅវារសាត់បាត់ទៅហើយពេលខ្លះការខឹងនឹងមិនមែនយើងទេប៉ុន្តែវាជាទោសៈដែលកើតឡើងនៅក្នុងសន្តានចិត្តរបស់យើងហ្នឹងបណ្ដាលឲ្យយើងនិយាយពាក្យសម្ដីមិនសមរម្យម្ល៉េះហើយកន្លែងហ្នឹងសមាធិឬក៏សតិមានតួនាទីសំខាន់ខ្លាំងមែនទែនក្នុងការជួយយើងភាសាអង់គ្លេសថា the hour or the day shall pass អញ្ចឹងកំហឹងរបស់យើងក្តីការខឹងទាំងឡាយដែលកើតមានក្តីវាអត់នៅជាមួយនឹងយើងរហូតទេវាគ្រាន់តែមកលងរបស់យើងហើយវាគ្រាន់តែមកលេងសើចជាមួយយើងមកផ្លេតវាទៅបាត់ហើយអញ្ចឹងធ្វើម៉េចកុំឲ្យចាញ់បោកនៅអារម្មណ៍របស់យើងនៅពេលដែលយើងខឹងយើងកំពុងចាញ់បោកនៅអារម្មណ៍តែបើយើងអត់មានសតិអត់មានស្មារតីគ្រប់គ្រាន់ទេយើងអាចនឹងប្រើពាក្យសម្ដីមិនសមរម្យយើងអាចបញ្ចេញអាកប្បកិរិយាណាមួយមិនសមរម្យឬមួយយើងអាចបញ្ចេញនៅទង្វើណាមួយមិនសមរម្យដែលអាចប៉ះពាល់ហើយអ្វីដែលសំខាន់ណានៅពេលដែលយើងខឹងពេលខ្លះយើងនិយាយដល់អត់គិតទេនិយាយដល់អត់មានសតិស្មារតីទេទោះឲ្យយើងនិយាយហើយបានមកសន្ទុះក្រោយបានយើងនឹកឃើញហើយសោកស្ដាយថាអត់គួរនិយាយយ៉ាងដាក់បុគ្គលនឹងសោះខ្ញុំអត់គួរបញ្ចេញអាកប្បកិរិយាបែបហ្នឹងសោះឃើញទេមានន័យថាវាមានមុខពីរមកផ្លែតហ្នឹងបើយើងទប់អត់បានទេវាអាចធ្វើឲ្យយើងបាត់បង់នៅកេរ្តិ៍ឈ្មោះវាអាចធ្វើឲ្យយើងបាត់បង់នៅកិត្តិយសកេរ្តិ៍ឈ្មោះខំសាងយូរមែនតើហើយបើសិនបើយើងទប់អត់បានមកផ្លែតហ្នឹងយើងអាចទាញទូរស័ព្ទមកផុសទៅលើ Facebook ឬមួយយើងអាចបញ្ចេញអាកប្បកិរិយាឬមួយយើងអាចប្រើពាក្យសម្ដីណាមួយមិនសមរម្យពីព្រោះពាក្យសម្ដីដែលនិយាយហើយអាចជួសបានទេបាទយើងនិយាយហើយយើងផុសហើយពេលខ្លះពិបាកជួសមលហើយបានកន្លែងហ្នឹងចង់ឲ្យរំលឹកម្ដងទៀតព្រះអង្គសម្ដែងអំពីសមាវាចាពាក្យសម្ដីយើងដែលនិយាយចេញទៅពិតទេពាក្យសម្ដីយើងដែលនិយាយចេញទៅជាការលើកទឹកចិត្តទេឬមួយពាក្យសម្ដីដែលយើងនិយាយចេញទៅហ្នឹងធ្វើឲ្យគេអន្តរាយដល់សារយើងឬពាក្យសម្ដីដែលយើងនិយាយចេញទៅហ្នឹងធ្វើឲ្យគេបាក់ទឹកចិត្តធ្វើឲ្យគេធ្វើអីអត់កើតដោយសារយើងណាជួនកាលយើងនិយាយយើងថាយើងនិយាយឯងកំហឹងរបស់យើងមកផ្លែតជះទៅវាធ្វើឲ្យបុគ្គលម្នាក់ដេកឈឺចាប់ធ្វើឲ្យបុគ្គលម្នាក់ដេកយំមួយអាទិត្យក៏ថាបានដែរហើយខ្ញុំជឿថារឿងហ្នឹងបងប្អូនភាគច្រើនធ្លាប់ជួបប្រទះសូម្បីតែខ្ញុំខ្លួនឯងក៏ធ្លាប់ជួបប្រទះដែរនៅពេលដែលខ្ញុំចាប់ផ្ដើមអាជីពដំបូងចាប់ផ្ដើមការងារដំបូងខិតខំធ្វើការអស់ពីលទ្ធភាពពេញលេញហើយនៅពេលដែលថ្នាក់ដឹកនាំស្ដីឲ្យមកផ្លែតហ្នឹងទប់អត់បានណាគឺខ្ញុំពិបាកទប់នៅក្នុងអារម្មណ៍ខ្លាំងមែនទែនមកដល់ផ្ទះហើយញ៉ាំបាយអត់កើតហើយគេងអត់ស្រួលដេកហូរទឹកភ្នែកគិតថាម៉េចបានគេធ្វើអញ្ចឹងដាក់ខ្ញុំមិនបានគេនិយាយយ៉ាងដាក់ខ្ញុំអត់គួរសោះខ្ញុំខំប្រឹងខ្លាំងមែនទែនអញ្ចឹងចូលកលេចមកវិញថាបើយើងអត់ចង់ឲ្យគេធ្វើអញ្ចឹងដាក់យើងតោះយើងកុំធ្វើអញ្ចឹងដាក់គេដែរអញ្ចឹងអានឹងគឺជាច្បាប់ធម្មជាតិម្ល៉េះហើយ
ចំណុចទី2នេះបញ្ជាក់ម្ដងទៀតថាចូលរក្សាភាពស្ងៀមស្ងាត់នៅពេលដែលយើងកំពុងខឹងកុំចលាចលកុំតបតភ្លាមណាមេរៀនដ៏សំខាន់មួយរបស់បុរាណហើយយើងធ្វើហ្នឹងគឺឲ្យយើងរាប់ពី1ដល់10ហើយនៅក្នុងក្បួនរបស់ព្រះពុទ្ធសាសនាតាមរយៈនៃសមាធិហ្នឹងគឺឲ្យយើងរាប់ដង្ហើមឲ្យយើងរៀនដកដង្ហើមឧទាហរណ៍ថាដកដង្ហើមចូលចេញរាប់1ចូលចេញរាប់2ចូលចេញរាប់3បើសិនបើយើងមានសមត្ថភាពរាប់ពី1ដល់10មានន័យថាយើងមានសមត្ថភាពគ្រប់គ្រងខ្លួនឯងហើយអញ្ចឹងយើងមានសមត្ថភាពគ្រប់គ្រងនៅពាក្យសម្ដីយើងមានសមត្ថភាពគ្រប់គ្រងនៅទង្វើរបស់យើងបានហើយអញ្ចឹងកន្លែងនេះពិតជាមានសារៈសំខាន់ខ្លាំងមែនទែនហើយចំណុចទី3គួររក្សាភាពស្ងៀមស្ងាត់នៅពេលដែលយើងឮនរណាម្នាក់និយាយដើមយើងឬមួយបុគ្គលណាម្នាក់ប្រើភាសាត្រគោះបោះបោកដាក់យើងដែលយើងមិនពេញចិត្តយើងមិនចង់ឮវាជារឿងធម្មតានៅពេលដែលយើងឮនរណាម្នាក់និយាយដើមយើងនិយាយមិនល្អពីយើងប្រកាសជាអត់សប្បាយចិត្តយើងប្រកាសជាអត់ពេញចិត្តហើយអានឹងគឺជារឿងធម្មតាមិនថាខ្ញុំមិនថាបងប្អូនដែលកំពុងស្ដាប់ទាំងអស់គ្នាតែបើយើងអាចរក្សាភាពស្ងៀមស្ងាត់បានមានន័យថាយើងឈ្នះខ្លួនឯងនៅក្នុងដំណើរជីវិតរបស់យើងក៏រំពឹងថាយើងជៀសផុតពីរឿងទាំងអស់ហ្នឹងក្នុងកន្លែងធ្វើការមានមនុស្ស10នាក់20នាក់30នាក់40នាក់ភាគច្រើនចូលចិត្តស្រឡាញ់គោរពយើងក៏មិនប្រកាសថាទាំងអស់គោរពស្ដាប់ស្រឡាញ់យើងដែរអញ្ចឹងវាជារឿងធម្មតារបស់ធម្មជាតិដោយព្រះសម្មាសម្ពុទ្ធបានលើកឡើងថានត្តហិលោកេអនន្តិតានៅលើโลกនេះអត់មានបុគ្គលណាម្នាក់ជៀសផុតពីការរិះគន់អត់មានបុគ្គលណាម្នាក់ជៀសផុតពីការនិយាយដើមទេតែអ្វីដែលសំខាន់យើងត្រូវចេះនៅពេលដែលគេនិយាយដើមយើងនៅពេលដែលយើងឮគេនិយាយដើមយើងចូលបើកចិត្តស្ដាប់វិញថាអ្វីដែលគេនិយាយហ្នឹងត្រឹមត្រូវទេអញ្ចឹងទេបើគេនិយាយមកអញ្ចឹងបើគេនិយាយមកត្រឹមត្រូវយើងគួរបើកចិត្តទៅលេរៀនសូត្រឲ្យកែប្រែទៅបើគេនិយាយហ្នឹងមិនដូចអ្វីបើគេនិយាយហ្នឹងវាខុសពីយើងខុសពីអ្វីដែលជាសកម្មភាពរបស់យើងក៏គិតថាមកពីគេអត់ស្គាល់យើងមកពីគេអត់យល់ពីយើងបានគេនិយាយពាក្យសម្ដីទាំងអស់ហ្នឹងហើយពាក្យសម្ដីនេះពិតជាមានសារៈសំខាន់ណាស់អង់គ្លេសថា power of the word បុរាណបានលើកឡើងថាអណ្ដាតជាអាចកន្លងបានសុខទុក្ខផងព្រោះអណ្ដាតអញ្ចឹងនៅក្នុងចំណុចហ្នឹងនៅក្នុងកន្លែងហ្នឹងមិនថាយើងមិនថាគេពេលខ្លះម្ដងម្កាលយើងអាចភ្លេចខ្លួនហើយអ្នកដែលនិយាយដើមគេហ្នឹងមិនត្រឹមតែទទួលផលអាក្រក់សម្រាប់ខ្លួនឯងទេប៉ុន្តែបានបង្កើតនៅផលអាក្រក់បានបង្កើតនៅផលអវិជ្ជមានទៅដល់មនុស្សដែរខ្លួនកំពុងនិយាយដើមផងអញ្ចឹងនៅក្នុងចំណុចហ្នឹងនៅពេលដែលយើងមានសមត្ថភាពរក្សាភាពស្ងៀមស្ងាត់មានន័យថាយើងផ្ដល់ឱកាសឲ្យខ្លួនឯងស្វែងយល់ពីខ្លួនឯងមានន័យថាយើងផ្ដល់ឱកាសឲ្យខ្លួនឯងបង្កើននូវមេត្តាចិត្តចំពោះអ្នកដែលកំពុងតែនិយាយដើមយើងមានន័យថាយើងផ្ដល់ឱកាសឲ្យខ្លួនឯងស្វែងយល់ពីបុគ្គលដែលកំពុងនិយាយដើមយើងផងដែរបើមិនបើយើងខឹងត្រគោះបោកទៅឆ្លើយតបភ្លាមយើងអត់បានអីមកវិញទេហើយយើងអត់ចាំបាច់ទៅព្យាយាមបញ្យល់ប្រាប់គេថាខ្ញុំអត់ចឹងទេមិនបានតែឯងដើរនិយាយដើមខ្ញុំជាធម្មជាតិយើងអត់មានសមត្ថភាពទៅហាមឃាត់ការគិតរបស់គេយើងអត់មានសមត្ថភាពទៅហាមឃាត់ពាក្យសម្ដីរបស់គេទេតែអ្វីដែលសំខាន់ផុតនោះយើងមានសមត្ថភាពគ្រប់គ្រងយើងមានសមត្ថភាពចាក់សោផ្ទះរបស់យើងដែរមិនអនុញ្ញាតឲ្យចោលចូលបានយើងមានសមត្ថភាពបិទទ្វារផ្ទះរបស់យើងមិនអាចឲ្យគេចូលយករបស់យើងបានអញ្ចឹងកន្លែងនេះវាប្រៀបដូចយើងមានសមត្ថភាពក្នុងការឃុំគ្រងនៅចិត្តរបស់យើងអត់អាចមានសមត្ថភាពទៅឃុំគ្រងចិត្តរបស់គេការគិតរបស់គេទេពីព្រោះអានេះលើសពីដែនកំណត់នៃការគ្រប់គ្រងរបស់យើងហើយប៉ុន្តែយើងមានដែនកំណត់ក្នុងការគ្រប់គ្រងខ្លួនឯងក្នុងការគ្រប់គ្រងចិត្តរបស់យើងបានអញ្ចឹងត្រឡប់មកវិញភាពស្ងប់ស្ងាត់នេះផ្ដល់ឱកាសឲ្យយើងបង្កើននូវមេត្តាចិត្តចំពោះបុគ្គលដែលកំពុងតែនិយាយដើមយើងភាពស្ងប់ស្ងាត់នេះផ្ដល់ឱកាសឲ្យយើងស្វែងយល់ពីបុគ្គលកំពុងតែនិយាយដើមយើងក៏គិតថាគួរអាណិតដែរដែលគាត់អត់យល់ខ្ញុំគួរអាណិតដែរដែលគាត់បានធ្វើនៅទង្វើបែបនេះបើសិនបើវាមិនមែនជាការពិតទេ
ថ្ងៃណាមួយគាត់នឹងអាច